កម្មវិធីរបស់យើងក៏មានអញ្ជើញភ្ញៀវកិត្តិយសមកជារៀងរាល់សប្តាហ៍ដែរហើយសប្តាហ៍នេះដែរគឺមានកិត្តិយសដោយអ្នកបងម៉េងកាពេជ្រចិន្តាជំរាបសួរបងជំរាបសួរបងសុខសប្បាយបងជំរាបសួរបងប្អូនទស្សនិកជនផងសឹងថាមិនបាច់ស្ដាប់គាត់ច្រៀងទេអ្នកនរគ្នាស្ដាប់តែសលេងគាត់និយាយក៏លងដែរបាទហើយសម្រស់គាត់គឺនៅដដែលទៀតអ្វីដែលសំខាន់អរគុណចាអូនបាទមួយយ៉ាងនេះរវល់ច្រើនណាស់បងរវល់ចាចាប់ដើមរវល់ហើយបាទព្រោះហើយអ្នកនរគ្នាសលេងគាត់ព្រោះធ្លាប់អ្នកនរគ្នាធ្លាប់តែស្ដាប់សលេងរបស់គាត់តាមបទចម្រៀងភាគច្រើនអត់ដែលសូវបានស្ដាប់គាត់បទសម្ភាសអញ្ចឹងយើងក៏បានស្ដាប់ច្រើនដែរប៉ុន្តែសម្ភាសបែបរន្ធត់អញ្ចឹងបងធ្លាប់និយាយពីមុនមកហើយបងនៅទេអូននៅទេនេះជាលើកទី1លើកទី1ហើយបាទថ្ងៃនេះបងមានប្រហែលប៉ុន្មានរឿងសម្រាប់ចែកម្លែកគ្នាយើងដែរបើមែនតើមានច្រើនប៉ុន្តែដោយសារពេលវេលាយើងអាចយកបានត្រឹមតែ7ចាស់7រឿង7តែ7ទេ7ឯងតែប៉ុណ្ណោះទៀតណា7ឯហ្នឹង7ច្រើនណាស់បងដោយសារមានច្រើនអូនចាំឱកាសក្រោយឬក៏ season ក្រោយយើងប្រហែលជាអាចអញ្ជើញបងមកផ្សារទៀតបាទអូខេមិនឲ្យខាត់ពេលអ្នកនរគ្នាយូរវិញយើងនឹងចូលទៅកាន់ចូលសាច់រឿងយើងតែម្ដងណាបងណាបងចាមុននឹងបងរៀបរាប់អំពីសាច់រឿងដែលត្រូវយកមកនិយាយថ្ងៃនេះនាងខ្ញុំសូមគោរពជំរាបសួរដល់បងប្អូនទស្សនិកជននិង fan ដែលទស្សនាការផ្សាយរបស់ Smart Azita កម្មវិធីតុកភ្លឺ background ងងឹតនៅក្នុងកម្មវិធីនេះគឺភាគច្រើនរៀបរាប់អំពីរឿងអរូបីជំនឿអរូបីអញ្ចឹងនៅក្នុងហ្នឹងអាចនឹងមានអ្វីដែលថានិយាយទៅបងប្អូនអាចជឿឬមិនជឿយើងខ្ញុំអត់បង្ខំទេជាពិសេសនាងខ្ញុំលើកយកមកនេះគ្រាន់តែចង់ចែករំលែកនៅអ្វីដែលបានឃើញហើយវាជារឿងមួយដែលពិបាកអធិប្បាយពិបាកបញ្យល់ហើយក្នុងពេលនេះដែរនាងខ្ញុំចង់ឲ្យកម្មវិធីនេះកាន់តែមានភាពប្លែកព្រោះកន្លងមកឃើញតែនិយាយអំពីជំនឿអរូបីអមនុស្សតែថ្ងៃនេះបងមានសាច់រឿងមួយដែលជារឿងតាក់ទងនឹងអភិនិហាវិញចាដែលកើតឡើងលើបងចាតាំងពីអាយុ3ឆ្នាំជិត3ឆ្នាំក្នុងជំនាន់ប៉ុលពតបាទចាហើយរឿងហ្នឹងបើមិននិយាយទៅវាដូចជាការមួយដែលតែទុករហូតអាចកំបាំងរហូតស្ដាយព្រោះថាខ្ញុំជឿថាអ្នកខ្លះក៏គាត់ធ្លាប់ជួបប៉ុន្តែគាត់អត់ធ្លាប់និយាយណាដល់ពេលបងគួរតែនិយាយដើម្បីទី1ធ្វើឲ្យបងប្អូនបានទទួលនៅសាច់រឿងថ្មីមានបទពិសោធន៍ផងហើយទី2ក៏ចង់ឲ្យកម្មវិធីកាន់តែមានអ្វីដែលប្លែកបន្តទៀតដែរដូចអ្នកបងក៏បាននិយាយអញ្ចឹងគឺសាច់រឿងរបស់គាត់នេះគឺសាច់រឿងដែលគាត់ជួបផ្ទាល់តែម្ដងអញ្ចឹងអ្នកនរគ្នាមានជំរឿសថាអ្នកនរគ្នាជឿឬក៏មិនជឿជាការគិតរបស់អ្នកទាំងអស់គ្នាកម្មវិធីរបស់យើងបង្កើតឡើងគ្រាន់តែជាកម្មវិធីកម្សាន្តបែបរន្ធត់តែប៉ុណ្្នឹងអត់មានអីខុសពីកម្មវិធីសម្ភាសឬក៏កម្មវិធីកំ pl ែងអីទេគ្រាន់តែអ្នកខ្លះគាត់ចូលចិត្តកម្សាន្តបែបរន្ធត់បាទអញ្ចឹងទៅបាទអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងយល់ចំណុចហ្នឹងហើយក៏ដូចជារីករាយសម្ដាប់ជាមួយនឹងសាច់រឿងរបស់អ្នកបងទាំងអស់គ្នាបាទតអញ្ជើញមកបាទចាសូមអរគុណអញ្ចឹងសាច់រឿងទី1នេះនាងខ្ញុំជួបប្រទះកាលពីអាយុ3ឆ្នាំបើនិយាយមែនតើមិនទាន់ដល់3ឆ្នាំទេបាទហើយមុននឹងនិយាយនាងខ្ញុំសូមជម្រាបថាចេះមានបងប្អូនមួយចំនួនអាចគិតថាក្មេងមិនទាន់អាយុ3ឆ្នាំមិនក៏ចាំសាច់រឿងបាទចាការពិតទៅក្មេងអាយុប៉ុណ្ណាក៏ដោយមនុស្សអាយុប៉ុណ្ណាក៏ដោយគឺមានការដឹងដូចគ្នាគ្រាន់តែថាគាត់មិនចេះនិយាយតែប៉ុណ្ណឹងទី1ទី2បើក្រុមគ្រួសារសាច់ញាតិឪពុកម្ដាយនៅតែបន្តនិយាយរំលឹកដដែលគឺគាត់នៅចាំរហូតដល់គាត់ធំជាស្ដែងរូបបងនឹងឯងបាទអញ្ចឹងសាច់រឿងហ្នឹងកើតឡើងពេលដែលជំនាន់អពតនាងខ្ញុំអាយុ2ឆ្នាំជិត3ឆ្នាំហ្នឹងកាលហ្នឹងម៉ាក់អត់ទាន់ខូចទេចាថ្ងៃមួយម៉ាក់ទៅស្រែទៅធ្វើស្រែក៏យកខ្ញុំហ្នឹងមកផ្ញើបងស្រីបងកុស្មាបងស្រីគឺជាបងទី3ហើយថ្ងៃហ្នឹងគាត់អត់ទៅកងកុមារទេចាគាត់យកថាអាផលគាត់ហៅឈ្មោះក្រៅណាបាទឈ្មោះក្រៅឈ្មោះនៅផ្ទះចានៅផ្ទះផលមើលប្អូនណាម៉ែទៅស្រែគាត់ក៏នាំបងហ្នឹងលេងនៅក្បែរផ្ទះហ្នឹងហើយក្បែរផ្ទះហ្នឹងមានតាពាំងហ្នឹងមិនជាទឹកច្រើនទេចាព្រោះខែហ្នឹងខែដូចខែប្រាំងដែរទឹកមិនច្រើនទេដូចជាទឹកហ្នឹងត្រឹមតែគល់ភ្លើមនុស្សចាស់ហ្នឹងឯងចាហើយប្រាប់ទៀតថាមើលប្អូនណាប្រយ័ត្នប្អូនចុះតាពាំងធ្លាក់ទឹកហើយបងស្រីហ្នឹងក៏គាត់លេងហើយបងស្រីក៏គាត់អាយុមិនច្រើនដែរគាត់អាយុ7ឆ្នាំដូចជា6 7ឆ្នាំហ្នឹងទូចដែរហ្នឹងបាទទូចគាត់នៅលេងជាមួយបងហ្នឹងហើយនឹងមានក្មេងអ្នកភូមិ4 5នាក់បាទគាត់ចាំបានថាគាត់លេងគាត់ឃ្លានបាយដូចជាម៉ោង10ណានៅស្រុកស្រែចំការម៉ោង9ម៉ោង10ឃ្លានបាយចាឃ្លានបាយក៏ងាកមករកខ្ញុំងាកមកបាត់អត់ដឹងទៅណាគាត់ភ័យ
គាត់ភ័យរត់ទៅទឹករកគេជុំវិញផ្ទះហ្នឹងគ្រប់គ្នា ហៅចាស់ឲ្យជួយហៅអញ្ចឹងទៅ អូយអ៊ំអើយមីងអើយបងអើយបាត់ប្អូនខ្ញុំអីប្អូនខ្ញុំនៅណាហើយចុះឯងលេងជាមួយគ្នាមិញថាមិនក៏បាត់អីពួកអីពេលហ្នឹងមីងពូនៅចិត្តផ្ទះហ្នឹងគាត់រៀបបាយរៀបទឹកយើងគិតថាប្រហែលជាខ្ទង់ម៉ោង 10 ហ្នឹងហ្មងតាកំណត់ថាម៉ោង 10 បាទត្រូវតែហូបបាយក៏មានហូបដើររត់រកប្អូនរកបងហ្នឹងណា បាទ ពេញភូមិនៅតែអត់ឃើញដល់យូរពេកទៅចាស់គាត់អត់ទៅបាក់ជាប់បាយឲ្យញ៉ាំបាយសិនទៅហើយធម្មតាកូនក្មេងរៀងដូចជាឆាប់ភ្លេចដែរហ្នឹងគាត់ក៏លេងទៀតទៅលេងទៅគាត់នឹកឃើញអូមីងមួយគាត់ចូលចិត្តយកខ្ញុំលាក់បងស្រីហ្នឹងគាត់ជាក្មួយរបស់ម៉ាក់ខ្ញុំគាត់លេងរបៀបលាក់ តែគាត់អត់នៅផ្ទះចិត្តទេគាត់នៅដូចជាភូមិឆ្ងាយពីគ្នាក្នុងភូមិតែមួយតែឆ្ងាយពីគ្នាគាត់ទៅសួរបងឯងមានឃើញប្អូនខ្ញុំហ៎អញដឹងទេគាត់និយាយចឹងតែគាត់និយាយសើចបងខ្ញុំថាដូចមានអារម្មណ៍ថាគាត់ខកគាត់លាក់លេងចាគាត់ថាសុំវល់ឲ្យប្អូនខ្ញុំវិញមកម៉ែចិត្តមកវិញហើយអញ្ចឹងទៅគាត់គឺថាអញមិនដឹងទេអញ្ចឹងតែគាត់និយាយឃ្លាថាមិនដឹងពិតប្រាកដទេគាត់នៅតែធ្វើយ៉ាងសើចហ្នឹងបងស្រីខ្ញុំជឿថាគាត់យល់លាក់អញ្ចឹងក៏គាត់រៀងដូចធូរបន្តិចលេងបារម្ភលេងបារម្ភគាត់និយាយថាគាត់ធូរបន្តិចគាត់គិតដែរថាម៉ាក់មករកប្អូនតែមានអីនិយាយប្រាប់គាត់តែដល់ពេលអញ្ចឹងទៅគាត់ថាប្រហែលជាបងលឹងលាក់គ្រាន់តែម៉ាក់មកដល់ម៉ោងប្រហែលនេះបងអូនម៉ោង 4 កន្លះ 4 កន្លះ ចាម៉ោង 4 កន្លះល្ងាចគេចាប់ពីការងារនៅអីសហករណ៍គេណាបាទចាមកដល់សួរផលណាបងអូនចុះនិយាយទៅបងនៅបៅឡើយហ្នឹងបាទចាពេលហ្នឹងគាត់មានអារម្មណ៍ថាកូនឃ្លានណាមករកធ្វើម៉េចឲ្យយកបងប្អូនបៅបាទអូនទៅណាឲ្យបៅបងស្រីបងចាប់ដើមភ័យទៀតហើយអត់ឃើញប្អូនផងមិនចឹងហើយម៉ែឲ្យមើលប្អូនទេមិនអត់ឃើញប្អូនហើយទៅលេងឯណាចោលប្អូនគាត់សួរបដៅអីបដៅគាត់ទៅរត់រកគេចឹងចាស់គាត់ថាបាត់តាំងព្រឹកម៉ាក់ខ្ញុំឆោឡោហើយទៅបងស្រីថាម៉ាក់ទៅសួរបកក្រងមើលឃើញលោកគាត់ឃើញព្រោះគាត់ធ្លាប់យកខ្ញុំទៅលាក់បាទគាត់ក៏ទៅសួរក្រងហែងឲ្យប្អូនមកមីងហែឯងយកប្អូនលាក់អត់ទេមីងលើកហ្នឹងខ្ញុំអត់ខកអីខ្ញុំអត់លាក់មែនហើយចឹងកូនអញបាត់ទៅណារត់រយំផងអីផងបន់អស់ហើយម្ចាស់ទឹកម្ចាស់ដីក៏នៅតែអត់ឃើញហើយទៅរតាំងពីកពោតព្រៃក្នុងស្រូវវែកខ្ទេចខ្ទីក្នុងចង្ហុកថាខេងលោមយើងទៅលេងគេងលក់ក្នុងហ្នឹងអីក្រោមតុកក្រោមកលកលៀតណាទៅអស់ហើយជាពិសេសទឹកហ្នឹងហ្មងគឺបន្លាយទាំងប្រមាណអូទាំងប្រមាណទៅរកឆ្កឹះឆ្កៀលទាំងអស់ចន្លោះតែតាពាំងនឹងមួយគាត់ដូចជាភាំងណាគិតមើលតាំងពីម៉ោង 4 កន្លះដល់ម៉ោង 7:05 នេះគាត់ឈរអស់សង្ឃឹមគាត់ឈរច្រត់ចង្កេះមើលទៅទឹកតាពាំងហ្នឹងយំផងអីផងហើយប៉ាអត់នៅទេប៉ានៅសហករណ៍ប៉ាធ្វើការផ្សេងគ្នាបាទគាត់ថាកន្លែងហ្នឹងមួយដូចខ្ញុំអត់តន់រហើយចាស់ថាចុះទៅមើលក្រែងលោកឃើញម៉ាក់គាត់លាត់សពុតគាត់សរងចុះរាវហ្មងអត់បានរាវទៅដល់គាត់ឃើញអាសក់យើងវាមិនដែលផលតាមទឹកចាបងបញ្ជាក់តិចក្នុងតាពាំងហ្នឹងគាត់ប៉ាធ្វើក្តារ2សន្លឹកដើម្បីលយទៅក្នុងមិនអង្គុយមួយទឹកឬដងទឹកអីចឹងណាកំពង់ទឹកចាហើយក្តារហ្នឹងមិនជីនេះប្រហែលទេវាផឹបបន្ទឹកហ្នឹងហើយជាបងល្អិលចាបងទៅលេងកន្លែងហ្នឹងអីម៉ាក់គាត់នឹកឃើញអញ្ចឹងស្អីហ្នឹងស្អីគាត់ទៅចាប់បោចមកមុខបងហ្នឹងតែអត់ស្គាល់ថាបងទេព្រោះខ្មៅរលដោយសារស្លែកាន់ណាអូនស្លែកាន់ឡើងមុខឡើងខ្មៅហ្មងមើលអត់ស្គាល់គាត់ចុះណាគេកូនគាត់យកដៃជូតមុខទៅឆ្វាច់ទៅបានឃើញថាកូនខ្លួនឯងអូយកូនខ្ញុំចឹងណាហើយលើកមកចាកូនខ្ញុំលើកមកទុនល្ងាចអីដាក់ផ្ដេកលើស្មៅហ្នឹងធ្វើសង្គ្រោះបឋមធ្វើមិនក៏អត់ភ្ញាក់លើកអាលាក់ទឹកឲ្យធ្លាក់មិនក៏អត់ធ្លាក់ចាស់ក្នុងភូមិទាំងអុកទាំងស្រីលើកជើងបយួរឡើងលើមិនក៏ទឹកមិនធ្លាក់ក៏មិនដឹងខ្លួននិយាយទៅបាទម៉ាក់អស់សង្ឃឹមម៉ាក់យំបណ្ដោយយំខ្លាំងកាន់តែខ្លាំងលើកហ្នឹងគាត់មានអារម្មណ៍ថាកូនគាត់ស្លាប់ហើយហ្នឹងហើយអស់សង្ឃឹមឥឡូវចាគាត់ដាក់ផ្ដេកលើដីចឹងណាអូគាត់ទៅហូរយំហ្មងកូនម៉ែមកវិញមកកូនគាត់យំណាបាទហើយក្នុងអារម្មណ៍ខ្ញុំលឺទាំងអស់តែងើបអត់រួចតែខ្ញុំអត់និយាយអត់ចេញតែអត់បើកភ្នែកទេដូចយើងគេងណាប៉ុន្តែយើងដឹងពេលដែលខ្ញុំដឹងខ្លួនឡើងឈឺពេញខ្លួនណាព្រោះច្បាច់ចកត់ពេញហ្នឹងដើម្បីធ្វើចលនាឲ្យយើងដឹងខ្លួនដល់ពេលហើយខ្ញុំភ្ញាក់នឹងសំឡេងគាត់នេះកូនម៉ែមកវិញមកកូនចឹងណាភ្ញាក់ប៉ុន្តែមើលអត់ទាន់បើកភ្នែកទេដល់ឲ្យគាត់ដូចអស់សង្ឃឹមមកលើកខ្ញុំមក3ហើយអោបថើបថ្ពាល់យើងគ្រូចឹងណាកូនចឹងណា
ទឹកភ្នែកគាត់ហូរសក់តលើមុខយើងបងភ្ញាក់នឹងកម្ដៅទឹកភ្នែកអ៊ុនមកគាត់ហ្នឹងឲ្យបើកភ្នែកខ្វាច់មកអញ្ចឹងមកដូចក្អកធ្លាក់ទឹកណាអូក៏យើងជ្រាវទឹកមកវិញបាទអាមុនហ្នឹងអត់សោះក្អកទៅមិនចាស់ថាកូនឯងមកវិញហើយកូនឯងមកវិញហើយមីអូនហួរវិញហើយមីអូនមកចាប់អោបគ្រប់គ្នាអញ្ចឹងម៉ែម៉ាក់ខ្ញុំថាកូនម៉ែកូនពៅមកវិញហើយលោកអើយអរគុណណាចាស់ទឹកចាស់ដែរម៉ែស្រែកអរគុណអញ្ចឹងក៏រៀងដឹងខ្លួនមកមើលមុខម៉ាក់ហើយក៏ទុនទៅវិញអញ្ចឹងដូចរបៀបយើងហត់ណាប៉ុណ្ណឹងយើងដឹងបេះដូងយើងចាប់ដើមធ្វើដំណើរការវិញគេដឹងថាបេះដូងយើងដើរគ្រាន់តែយើងអត់ទាន់មានកម្លាំងដោយសារយើងនៅក្នុងទឹកវាបាត់អុកស៊ីហ្សែនយូរបាទចាហើយរឿងដែលយើងនិយាយថាអភិនិហាទី1គឺដែលបងលងទឹកនេះខុសពីគេរយៈពេល7ម៉ោងកន្លះបងអូន7ម៉ោងកន្លះចាប់រាប់ពីម៉ោង10ដល់ម៉ោង5កន្លះបងអូនរាប់ទៅបាទគឺឃើញ7ម៉ោងកន្លះតែមិនស្លាប់រស់មកវិញហើយមូលហេតុដែលថាយើងអាចចាស់ថាអាចបាត់តាំងពីម៉ោង10រហូតដល់ម៉ោង5កន្លះដែលរកឃើញហ្នឹងដោយសារតែស្លែវាទុំនៅលើខ្លួនបងលខ្មៅមើលលែងស្គាល់ថាជាអ្នកណាធម្មតាទឹកតពាំងវាមានស្លែកាន់ណាមិនដូចទឹកពីស៊ីនទេបាទចាវាមានស្លែបងប្អូនដាក់ត្រាំជើងត្រឹមតែ10នាទីឃើញស្លែហ្នឹងមកតោងហូមជើងហ្នឹងបាទគល់ហូមចាតោងឡើងស្ញេះចឹងទៅបើត្រាំយូរកាលណាអាហ្នឹងកាន់តែច្រើនបាទអាហ្នឹងឯងដែលធ្វើឲ្យគេចំណាំបានថារយៈពេលប៉ុណ្ណាដែលនៅក្នុងទឹកហ្នឹងកើតអូយល់ហើយបាទបើសិនជាតោងស្រាលអញ្ចឹងកូននឹងទឹមធ្លាក់ទេចាហ្នឹងជារឿងអភិនិហាដែលបងលងទឹក7ម៉ោងកន្លះអត់ស្លាប់ហើយងើបមកវិញរស់ទី2អ្វីដែលឆក់យកអារម្មណ៍នឹងបេះដូងដំណើរការមកវិញដង្ហើមមកវិញគឺដោយសារសំឡេងម្ដាយនិងទឹកភ្នែកម្ដាយបាទដែលគេហៅថាភាសាមួយគេថាអារម្មណ៍តាក់គ្នាបាទគឺជាកម្លាំងធម៌ពលពិសេសអាហ្នឹងគឺយើងចាត់ទុកថាវាមិនមែនជាការបញ្ជាបានទេបាទម្ដាយនិងកូនបើនិយាយមែនតែនតាមក្បួនវិទ្យាសាស្ត្រគឺមានទំនាក់ទំនងគ្នាតាំងពីនៅក្នុងផ្ទៃបាទម្ដាយនិយាយមិនកូនលឺអញ្ចឹងដល់ពេលកូនកើតមកហ្នឹងហើយដែលស្គាល់ម្ដាយមុនគេមិនអញ្ចឹងគេហៅថាកូនកាត់ម្ដាយកូនតាមម្ដាយណាបាទចាពួកគ្នាមុំដោះផងហើយមានអារម្មណ៍ជាមួយគ្នាផងសរសៃឈាមតែមួយបេះដូងតែមួយបាទអញ្ចឹងពេលហ្នឹងពេលដែលម៉ាក់ដែលគិតថាបងស្លាប់ហើយគាត់រន្ធត់ហើយគាត់ស្រែកហៅនេះនោះហើយគឺក្តីស្រឡាញ់ពិតដែលគាត់បង្ហូរទឹកភ្នែកមកសក់លើមុខបងនេះក្តីស្រឡាញ់ពិតរបស់គាត់ហ្នឹងឯងដែលទាញអារម្មណ៍ទាញជីវិតយើងមកវិញអាហ្នឹងជាអភិនិហាពេលដែលយើងស្រួលខ្លួនម៉ាក់សួរថាមិនបានកូនឯងទៅលេងហ្នឹងថាកូនបងនិយាយថាពួកម៉ាក់អត់ចេះនិយាយច្រើនម៉ានេះពួកម៉ាក់ក្រហមហើយទៅប៉ាម៉ាក់បងដែលគាត់ធ្លាប់មានរៀបចំតង្វាយមរេងគង្វាលមរេងគង្វាលបាទនៅផ្ទះនឹងមានមរេងគង្វាលនៅដើមកទួតហ៎បាទម៉ាក់គាត់ថាប៉ាម៉ាក់គាត់ថាហ្នឹងហើយក្រហមហ្នឹងគឺមរេងគង្វាលហ្នឹងឯងដែលនាំបងទៅលេងដល់គេហៅគេប៊ីតពាំងទឹកហើយគាត់សួរថាមិនខ្លះកូនតបងនៅលេងចិត្តបងស្រីប៉ុន្តែគាត់ហៅទៅលេងនោះហ៎ប្រាប់គេថាទៅលេងនោះហ៎លេងកន្លែងទឹកហ្នឹងវាមានផ្កាកពីងពួយអូនពេលបងធ្លាក់ទៅហ្នឹងមានដើមកពីងពួយដើមកឆែតឲ្យវាន់ពេញហ្នឹងហើយពេលបងស្លាប់ក្នុងទឹកបងមានអារម្មណ៍ថាដូចកូនត្រីហែលកាត់ភ្នែកយើងចុះវានៅក្នុងទឹកហ៎ហ្នឹងហើយមានអារម្មណ៍ថាយើងអត់អីយើងនៅលេងក្នុងទឹកធម្មតាណាដូចគេងលក់អញ្ចឹងដូចត្រជាក់ធម្មតាហើយកូនមរេងគង្វាលហ្នឹងអត់ធំទេមិនដឹងជាប៉ុណ្ណាទេបើខ្ញុំទៅឈរទៅទន្ទឹមគេហ្នឹងខ្ញុំមើលឃើញមន់ធំដូចឡានអញ្ចឹងគុលលកៃដែលយើងធ្លាប់ថាគុំលកៃដែលយើងច្រើនពោះនេះណាបាទខ្ញុំងើយមើលដូចជាដើមស្រល់ដើមអីអញ្ចឹងដូចដើមដូងហ្នឹងខ្ពស់ស្រាវមកអញ្ចឹងណាមលុបទៅលេងនឹងគុំហ្នឹងមានណារកឃើញដបងឡើយបងនៅគុំហ្នឹងឃើញមនុស្សចាស់ឃើញអីដើរទៅមកធម្មតាចាបងខ្ញុំក៏នៅនឹងដែរខ្ញុំចាំបានតែយើងគិតថាយើងក្មេងយើងលេងយើងខ្វាយខ្វល់លេងច្រើនបាទចាក្មេងលេងបានលេងសប្បាយភ្លេចបាទអរគុណសម្រាប់សាច់រឿងនេះខ្ញុំមានអារម្មណ៍ថាយើងអាចនិយាយបានថាពាក្យដែលគេនិយាយសាមញ្ញទូទៅទឹកដោះម្ដាយថ្លៃណាបងបាទខ្ញុំស្ដាប់ទៅចេញអញ្ចឹងហើយវាជារឿងចម្លែកមួយហើយយើងប្រាប់ចេះគេពិបាកនឹងជឿណាមែនទេបងវាពិបាកនឹងជឿអ្នកដែលមិនដែលជួបអាចមិនជឿប៉ុន្តែអ្នកដែលជួបគាត់ជឿដោយសារមានអ្នកខ្លះគាត់ភ្លឹកមកទឹក7ថ្ងៃ
អីក៏មានដែរហើយងើបមកវិញគាត់រៀបរាប់ទាំងអស់ថាគាត់ជួបអីខ្លះមិនអញ្ចឹងហ៎បាទអញ្ចឹងអ្នកដែលភ្លឹកហ្នឹងមិនស្លាប់ទេគាត់អត់បានដកដង្ហើមប៉ុន្តែអារម្មណ៍វិញ្ញាណគាត់នៅនឹងឯងអត់ទៅណាចាហើយគាត់អត់ស្លាប់តែប៉ុណ្ណឹងហើយដល់ពេលគាត់ត្រឡប់មកវិញទៅគាត់ក៏ប្រាប់ពីហេតុការណ៍ដែលគាត់ជួបអ្វីដែលគាត់បានជួបបាទក្នុងពេលភ្លឹកហ្នឹងអាហ្នឹងអញ្ចឹងឯងបាទប៉ុន្តែសាច់រឿងនេះវាពិតជាប្លែកមែនហ្មងពិតជាប្លែកហើយជួបទៅលើបងផ្ទាល់ទៀតហើយរឿងនេះបើមែនតែនបងជាតារាល្បីប្រចាំប្រទេសយើងមួយរូបហើយបើសម្រាប់ខ្ញុំអត់ដែរដឹងពីអាសាច់រឿងចឹងមកបងដោយសារបងអត់ដែរបានចែកម្លែកឬក៏មិនដែរហ្មងធ្លាប់និយាយប្រាប់មិត្តភក្តិឬក៏ញាតិមិត្តជាពិសេសបងប្អូនក្រុមគ្រួសារដឹងទាំងអស់ហើយអ្នកនៅក្នុងភូមិនឹងក៏ដឹងដែរទល់រាល់ថ្ងៃប៉ុន្តែយើងអត់ដែរបានបញ្ចេញជាសាធារណៈហ្មងបាទអញ្ចឹងមិនអត់ដែរដឹងបាទពួកគិតថារឿងធម្មតាប៉ុន្តែគិតមែនតើអត់ធម្មតាទេបាទពីព្រោះមនុស្សដែលផុតដង្ហើមហើយមានអំណាចពិសេសឥទ្ធិពលកម្លាំងពិសេសទាញយើងត្រឡប់មកវិញនេះគឺជាដោយបងអូននិយាយទឹកដល់ម្ដាយថ្លៃបាទហើយនឹងទឹកចិត្តស្រឡាញ់របស់ម្ដាយធំធេងណាបាទបាទអូខេអ្នកនរគ្នានេះគឺជាសាច់រឿងទី1របស់អ្នកបងហើយអ្នកនរគ្នាយល់មិនដែរអ្នកនរគ្នាក៏អាចបញ្ចេញមតិយោបល់ខាងក្រមបានដែរហើយដូចខ្ញុំនិយាយដដែលអញ្ចឹងពេលខ្លះរឿងខ្លះយើងពិតជាពិបាកនឹងជឿមែនប៉ុន្តែវាជាជំរឿរបស់អ្នកនរគ្នាអាចជឿឬក៏មិនជឿជាជំរឿរបស់អ្នកទាំងអស់គ្នាអញ្ចឹងចាប់ទុកថាមើលកម្មវិធីនេះគ្រាន់តែជាការកម្មវិធីកំសាន្តមួយទៅបានហើយបាទអញ្ចឹងយើងចូលទៅសាច់រឿងទី2ហ្មងណាបងណាបាទអូខេសូមអញ្ជើញបងបាទសាច់រឿងទី2នេះជារឿងរបស់បងប្រុសក្នុងជំនាន់ប៉ុលពតដែរពេលហ្នឹងអ្នកម្ដាយខ្ញុំហ្នឹងប្រើឲ្យទៅយកកត្រៃម៉ាក់គាត់ចេះកាត់អាវកាត់សម្លៀកបំពាក់ហើយដល់ពេលកៅអៅកូនកៅអៅប្តីលហែកចឹងទៅគាត់ជួសជុលគាត់ដេគាត់អីគាត់មានកំប៉ុងដេមួយយកពីពេញទៅហ្នឹងក្នុងកំប៉ុងហ្នឹងមានគ្រប់ទាំងអស់សម្រាប់គ្រឿងដេចាមានឡាវមានម្ជុលមានចេះឡាវម្ជុលរស់ដោយសារឡាវហើយម្ជុលហ្នឹងឯងអាកំប៉ុងដាក់នំអីហ្នឹងចាកំប៉ុងកំប៉ុងនំធំហ្នឹងឯងខ្ញុំចាញ់បោកតញយណាចាដល់ពេលចឹងគាត់នឹកឃើញថាកត្រៃនៅផ្ទះយាយចឹងប្រើទៅផ្ទះយាយទៅយកកត្រៃឲ្យម៉ែទីកូនបាទទៅប្រូចភ្លេចគិតថាផ្លូវដែលទៅផ្ទះយាយហ្នឹងឆ្លងកាត់ព្រៃមួយគេហៅថាទួលអញ្ជើងនៅឆ្ងាយពីផ្ទះដែរហើយទួលអញ្ជើងហ្នឹងគឺជាកន្លែងដែលគេខ្លាចល្អគ្រប់គ្នាហ្មងអត់ដែលហ៊ានដើរកាត់សូម្បីតែថ្ងៃណាជាពិសេសអាម៉ោងពេលថ្ងៃត្រង់ដែលគេហាមហើយនឹងចាប់ពីម៉ោង5ល្ងាចទៅមិនបាច់ថាម៉ោងប្រហែលទេឲ្យតែថាស្ងាត់ដូចជាកូនប្រុសហើយគាត់រៀងដូចមិនសូវជឿអញ្ចឹងគាត់ហ៊ានណាម៉ាក់ប្រើទៅគេខ្ទង់ម៉ោង10ព្រឹកមិន10ព្រឹកហ្នឹងទៅយកកត្រៃហើយបងប្រុសបងហ្នឹងគាត់ដើរកាត់កន្លែងហ្នឹងគាត់ចេះកលេចមើលឬសូចាស់និយាយអញ្ចឹងគាត់មើលដើរទៅអន់ខ្វល់ដើរទៅទៀតស្រាប់ទៅដល់ផ្ទះអូថាចង់មកខុសផ្លូវដឹងអត់ដែលមានអូផងតែគាត់ប្រហែលវ័យប៉ុន្មានឆ្នាំដែរហ្មងជាង10ឆ្នាំចាគាត់ចាំហើយបាទគាត់ថាខ្ញុំមកខុសផ្លូវទេដឹងអត់ដែលមានអូផងគាត់ក៏សម្រេចចិត្តចុះដើរឆ្លងតែទឹកហ្នឹងដំបងត្រឹមកជើងរហូតដល់ត្រឹមជង្គង់ត្រឹមកផ្លូវត្រឹមចកេះត្រឹមធូងត្រឹមកបដៅអញ្ចឹងគាត់ត្រូវហែលគាត់បកែហែលទឹកដែរគាត់ថាខ្ញុំបកែហែលទឹកដែរហេតុអីពេលហ្នឹងខ្ញុំហែលអត់រួចសោះហែលដូចហត់ទៅថាតិចដាច់ខ្យល់ស្រាប់ចៃដន្យអីមានដៃមកផ្ទះផាំងអញ្ចឹងលើកញ៉ឹងគាត់ឡើងគាត់មកភ្ញាក់ព្រើតអ៊ំអ្នកបរទៀសតាមផ្លូវឃើញគាត់ថាអូនឯងមិនមកដេកអញ្ចឹងឃើញហែលតទេគេហែលគោកចាមកដេកអញ្ចឹងអីខ្ញុំហែលទឹកអីមានទឹកមកពីណានេះងាកទៅបាត់សល់តាទឹកហិចត្រឹមបាតជើងរបៀបទឹកនឹងស្រក់ពីស្រែវាខែប្រាំងណាបាទទឹកតិចហ្នឹងចាអូនឯងខ្មោចលងគ្រាន់តែប៉ុណ្្នឹងអូយហើយឈាមទ្រូងដាច់វាប៉ះនឹងដីខ្សាច់ណាដុំគ្រោះទូចបាទដីអត់ចាកកក្រៀមហ្នឹងចាខ្លួនឯងទៅផ្ទះវិញហើយកុំមកនឹងទៀតគាត់គិតមិនមកទៀតមិនតិចទៀតមកវិញតាមហ្នឹងគាត់ដឹងធ្វើផ្លូវណាមានផ្លូវណាបាទគាត់ភ័យគាត់តែមិនដឹងធ្វើម៉េចគាត់ថាបាទភ័យណាពេលហ្នឹងគាត់ក៏អរគុណអ៊ំនឹងហើយក៏រត់ទៅផ្ទះយាយទៅប្រាប់យាយថាអញ្ចឹងចៅឯងត្រឡប់ទៅវិញកាន់កត្រៃអាចខ្មោចវាមិនសូវហ៊ានបាទកាន់របស់មុតស្រួយអាហ្នឹងតាមជំនឿយើងបាទចាប៉ុន្តែចៅឯងទៅដល់ហ្នឹងរត់ឲ្យលឿនទៅឲ្យផុតបាទចាគាត់ធ្វើតាមមកដល់ចំណុចហ្នឹងគាត់ថាអញតាំងចិត្តរត់ឲ្យលឿនឲ្យផុតកន្លែងហ្នឹងកុំឲ្យមានបញ្ហាអត់តាន់បាទប្អូនមានរត់រួចណា
នៅផាយដីដដែលកន្លែងហ្នឹង ហត់ទៅមុខ អត់ទៅមុខទេ ដូចហត់លើម៉ាស៊ីនណា ចាហើយដល់ចឹងគាត់ស្រែកគាត់ខំប្រឹងស្រែកជួយផងឲ្យពូមីងដែលគាត់នៅតាមភ្លឺស្រែហ្នឹងជួយគេឃើញគាត់ខ្វាយហ្នឹងជួយផងប៉ុន្តែมันចេញជាជួយផងទេឮតែប៊ី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  តែក្នុងចិត្តគាត់ហ្នឹងគឺគិតថាជួយផងដូចយើងអ្នកខ្លះគេងឲ្យខ្មោចសកាត់សុំមកទោសខ្មោចហ្នឹងបាទមិននិយាយអ៊ីអូបាទណាខ្លួនគាត់ដឹងថាឲ្យគេជួយប៉ុន្តែយើងអ្នកនៅអង្គុយមើលឃើញគាត់ហ្នឹងស្ដាប់អត់បានថាគាត់និយាយថាម៉េចទេបាទចាអញ្ចឹងពីអ្នកប្តីពុនហ្នឹងក៏រត់មកចាប់ទាញគាត់ទៅអូនថៃអូខ្ញុំគាត់ឡើងនិយាយគាត់ថាខ្ញុំអរគុណខ្ញុំរត់ទៅផ្ទះហើយអត់យកតែមកអត់បានសួរនាំអីច្រើនណា បាទតែកូននឹងខ្មោចឡងហើយមកធ្វើអីចឹងគាត់អត់និយាយច្រើនទេគាត់រត់ទៅផ្ទះហ្មងតែដល់ប្រាប់ម៉ែយំផងឲ្យម៉ែគឺខ្មោចឡងម៉ាក់យកស្រោចទឹកទៅប៉ាម៉ាក់យកទៅស្រោចទឹកស្រោចអីចង់អីឲ្យទៅបានរៀងគាត់មួយថ្ងៃវិញបានគាត់ហ៊ានរៀងដូចថាតើហើអីវិញរៀងឆាប់ភ្លេចដោយសារគាត់នៅ10ឆ្នាំហ្នឹងបាទគាត់អត់សូវអីដែរចាហើយរឿងហ្នឹងនិយាយទៅល្បីពេញភូមិខេត្តតាកែវក្នុងភូមិស្រុកហ្នឹងគឺថាអ្នកណាក៏ស្គាល់ទួលជើងហ្នឹងដែរគេហៅទួលឈ្មោះអីចឹងមួយទៅចាទួលខាងជើងហើយកន្លែងហ្នឹងគឺប៉ុលពតទេណាយកមនុស្សទៅវាយចោលហើយកប់នៅហ្នឹងកប់ដោយគ្មានធរគ្មានទៀនធូបអីលោកសោតធរស្អីទេគឺបាទចុះជំនាន់ហ្នឹងមានលោកមានអីណាបាទអញ្ចឹងអាចអារម្មណ៍ពួកគាត់វិញ្ញាណពួកគាត់នៅវិលណាក៏មានរឿងអញ្ចឹងទៅប៉ុន្តែវាឆ្ងាយពីផ្ទះយើងដែរមិនឃើញទេគាត់ថាកន្លែងហ្នឹងឲ្យតែដើរកាត់គឺដឹងតែមានជួបអីចម្លែកតិចឲ្យច្រើនអីចឹងទៅបាទតាមអ្នកខ្លាចមិនខ្លាចអីចឹងទៅបាទបងប្រុសបងមិនអ្នកខ្លាចទេបងប្រុសបងក្លាហានណាប៉ុន្តែតែជួបអញ្ចឹងណាបាទដោយសារគាត់នៅរៀងក្មេងពេកដែរចាគាត់ក្មេងផងអូខេអ្នកនរគ្នាយើងចូលដល់សាច់រឿងទី3យកតែហ្មងបងណាបាទអូខេអញ្ជើញហ្មងអញ្ជើញចារឿងទី3នេះគឺគេខ្លែងធ្វើជាផ្លែអំពិលទឹកទុំពេញដើមផ្លែខ្ញុំធ្លាប់ឮគេទៅជាអង្កែបជាត្រីជាអីអូនធ្លាប់ឮគឺពេលខែភ្លៀងអីស្វាយទុំជ្រុះក្រោមដើមណាបាទហើយនាំគ្នាទៅរើសញ៉ាំផងរើសផងដាក់នៅថ្នាក់មកដល់ផ្ទះទៅជាអាចគោទៅជាអាចហ្នឹងហើយធ្លាប់អាហ្នឹងធ្លាប់ឮច្រើនបាទហើយចំណែកពួកបង3នាក់បងប្អូននេះគឺមានបងស្រីកដាលហើយនិងបងប្រុសមិញហ្នឹងរឿងនេះយើងជួបនៅក្នុងហេតុការណ៍ពេលដែលកាលហ្នឹងបែកពីអពតចូលពេញវិញហើយយើងជួបនៅតាមផ្លូវដែលកំពុងធ្វើដំណើររត់លូនមកវិញហ្នឹងចាគឺក្នុងពេលហ្នឹងគឺខ្ទង់ជាម៉ោង11ថ្ងៃត្រង់ប៉ាហើយនឹងបងស្រីធំពេជ្របុប្ផាគាត់រៀបចំដាំបាយព្រោះរត់ទៅហត់ដល់ម៉ោងបាយយើងសម្រាប់គ្រប់ដើមឈើសិនបាទហើយបងទូជាងគេដើរលេងអត់មានធ្វើអីទេជាមួយនឹងបងស្រីទី3បងប្រុសហើយហ្នឹងគាត់ដើររើសអីហ្នឹងយកមកដាំបាយហើយហ្នឹងក៏លេចទៅឃើញដើមអំពិលទឹកមួយដើមនៅក្បែរហ្នឹងមិនឆ្ងាយប្រហែល20-30ម៉ែត្រពីគ្នាយើងមើលឃើញណាបាទក៏ទាំងបងស្រីបងប្រុសហ្នឹងនាំគ្នាទៅបេះបងនេះទូជាងគេឲ្យកាន់កម្មាថ្នាក់កម្មាហ្នឹងឈរចាំហើយចំណែកបងទាំងពីរហ្នឹងគាត់ទៅបតោងបេះប៉ុន្តែមិនខ្ពស់ទេនៅចិត្តដៃសុំអីតែខ្ញុំហ្នឹងក៏បេះបានដែរខ្លួនឯងហ្នឹងបេះនៅក្បែរដៃហ្នឹងហើយអាមេអំពិលទឹកហ្នឹងវាតូធ្លាក់មកជាប់នឹងដីហ្មងល្មមថាយើងមើលស្អីខាងក្នុងនោះអត់ឃើញទេព្រោះវាបាំងមកចាហៀងយើងអត់ដើរទៅមកចាហៀងវារៀងទេបាទយើងទេមកក្របលើដីល្មមយើងមើលទៅក្នុងឡើងល្ងឹតអញ្ចឹងទៅអត់ខ្វល់នឹងស្អីទេដោយសារផ្លែអំពិលទឹកហ្នឹងវាច្រើនក្តាំងហើយក្រហមទុំឡើងប្រេះក្រហមពេញដើមសក្រហមពេញតដើមសបាយបេះញ៉ាំបដាបេះអីបដាដាក់ក្នុងថ្នាក់បដាប៉ាហើយនឹងបងធ្វើបាយហើយហ្នឹងក៏ហៅកូនមកញ៉ាំបាយមកហូបបាយអញ្ចឹងក៏នាំគ្នាជប់បេះមើលទៅហត់ដែរបេះពីច្រើនផងធ្ងន់ក៏ដើរទៅប៉ាសួរអីហ្នឹងកូនបើទឹកឲ្យបេះពីណានោះក៏លេចទៅប៉ាភ្នែកចាស់មើលទៅអត់អីទេមកហូបបាយសិនណាបាទចាក៏នាំគ្នាហូបបាយអីហើយទៅក៏ញ៉ាំហើយហ្នឹងក៏ទាញអំពិលទឹកហ្នឹងថាយកមកញ៉ាំណាចែកគ្នាញ៉ាំចាក់នឹងកណ្ដាលវងបាយមានណាបងអូនសិតតែខ្ចីក្តឹបមិនមែនខ្ចីអារបៀបក្តឹបទឹមតែចាប់ផ្ដើមតប៉ែតសំបីតែក្របមួយគ្មានផងហ្នឹងអំពិលទឹកអត់តន់ធំហ្នឹងរបៀបតែកូនអំពិលទឹកឡើយចានៅតែជាធម្មតាតែទេប៉ាងថាវាសឹកខ្ចីខ្លួនឯងបេះមកទៅអីបងខ្ញុំពីរអ្នកស្លាំងកាំងមើលមុខគ្នាខ្ញុំបេះមិញធំណាស់ឲ្យទុំឡើង
ហេស្ញាញទៀត ចង់ផ្ទុះគ្រាប់ផ្ទុះគ្រាប់ ចាប្រេះហ្នឹងណា បាទ ហើយពេលហ្នឹងខ្ញុំមានមកគួរក្នុងដៃដែលថាបេះមិនទាន់បានញ៉ាំនេះមិនជឿសួរទាញដៃខ្ញុំទៅមើលនេះបើកឡើងខ្ចីដូចគ្នាខ្ញុំក៏ភ្ញាក់មិនចឹងបាទខ្លួនឯងទៅបេះអញ្ចឹងមកងាប់ហើយមុតដៃមុតជើងអត់ទេពេលខ្ញុំបេះហ្នឹងទុំបកែកគ្នាហើយមើលមុខគ្នាទេបើលួចញ៉ាំវល់ដូចណាស៊ីអស់លឿនមែនមកថ្នាក់ធំណាច្រើនណាបងលួចហូបមុនក៏មិនអស់ដែរព្រោះភ្លាមហ្នឹង ហើយក៏យើងមិនត្រូវបេះអញ្ចឹងដែរមែនតែយើងទុកវាទុំឯងបានវាមានប្រយោជន៍ ចាដល់ប៉ាបងថាអត់ទេមានរឿងប្លែកហ្មងខ្លួនឯងទៅបេះពីណានោះអញ្ចឹងគាត់ប្រាប់នោះដល់ពេលមកនាំប៉ាទៅប៉ាគាត់ចាស់គាត់ដឹងណា បាទ ទៅដល់ហ្នឹងឯងកាន់ផ្គាក់ទៅហ្មងគាត់យកផ្គាក់វាកាប់អាមែកធប់ដីហ្នឹងហើយគាត់សោយមើលសិតតែភ្នោសិតតែភ្នោមិនដឹងជាប្រមាណទេហើយស្មាតោជំនាន់ហ្នឹងប្រហែលជាអាចកប់មិនមែនជាកប់ដោយគ្រួសារទេគេហៅថាឲ្យតែផុតណាកប់ចោលកុំឲ្យតែនៅលើគោកមានខ្លះចេញមករៀមមកក្រៅហើយវាអូយរន្ធត់ណាបងខ្ញុំអត់ហ៊ានទៅមើលទេព្រោះទូចដេញបងចេញបាទបងខ្ញុំគាត់ចង់ដឹងណាគាត់ឈ្ងោកមើលប៉ាថានេះកន្លែងហ្នឹងមានម្រាមជើងមានខ្លះទៅមានខោអាវគេដូចថាបោះគាត់ចឹងគេដាក់ឲ្យដល់គេកប់ស្រាលឲ្យតែបានក៏ឲ្យនៅលើគោហើយជួនកាលឆ្កែកាយពេលយប់ណាឆ្កែព្រៃអីមកកាយបានជាចេញមកក្រៅចឹងបានប៉ាសុំសមាទោសសុំខមាទោសថាបងប្អូនអើយកុំប្រកែប្រកាន់កូនក្មេងគ្នាអត់ដឹងអីទេកុំធ្វើបាបក្មេងចឹងណាបាទសាពះហើយនាំកូនដើរមកវិញមកតោះរើឈប់ហូបបាយហ្នឹងទៅសម្រាប់ឯណាទៅខំទៅមុខឡងហួសហ្នឹងឲ្យឆ្ងាយចឹងទៅចាខ្លាចប៉ះលើកន្លែងគេយើងអត់ដឹងដែរហ្នឹងបាទអូខេនឹងរឿងទី3ចឹងដល់ពេលយើងចេញមកផុតដែរបងណែអត់គេតាមធ្វើបាបតាមអីទៀតណាអត់អីដែរដោយសារយើងក៏ដឹងខុសដឹងត្រូវយើងសុំទោសយើងអីចឹងណាយើងអត់ចេតនាឲ្យកូនក្មេងគ្នាអត់ដឹងមែនពួកបងទូចមានតែដឹងអីទៅឈរទៅបេះតែឃើញផ្លែឈើឃើញអីល្អទេតែបេះហ្នឹងហើយជំនាន់ហ្នឹងយើងឃ្លានណាយើងអត់មានអីហូបទេបាទអូខេចឹងនេះជាសាច់រឿងទី3អញ្ចឹងយើងស្ដាប់ទៅវាអត់សូវគួរឲ្យខ្លាចទេដោយសារយើងមានគ្នាច្រើនហើយពេលថ្ងៃទៀតគាត់ណាគេជាបន្លំភ្នែកអីតែប៉ុណ្្នឹងឯងបាទអូខេបងតាយើងអញ្ជើញទៅសាច់រឿងទី4បងហើយណាមួយសាច់រឿងដែលបងនិយាយមិនមានលក្ខណៈថាបង្ហាញបែបកាចសាហាវឃើញលៀនដានអីទេអញ្ចឹងបានបងនិយាយថាដែលបងហ៊ានលើកមកនិយាយនេះគឺបែបនេះគឺគេជួបច្រើនគ្រប់គ្នាឧស្សាហ៍ជួបចាហើយនាងខ្ញុំក៏សូមគ្រប់ដល់ម្ចាស់ទឹកម្ចាស់ដីដែរនិងអ្នកជុំវិញខ្លួនទាំងឡាយបើសិនជាយើងនិយាយមានពាក្យអ្វីប៉ះពាល់លើសលួសអីសូមមេត្តាកុំប្រកែប្រកាន់ព្រោះថាយើងគ្រាន់តែលើកយកអ្វីដែលថាយើងធ្លាប់ជួបប្រទះហ្នឹងយកមកបង្ហាញទេបាទហើយរឿងទី4នេះគឺជារឿងរបស់បងចដូនមួយហ្នឹងគាត់ជាកូនរបស់បងចដូនមួយអញ្ចឹងគាត់ត្រូវហៅខ្ញុំមីងបាទប៉ុន្តែអាយុគាត់ច្រើនទេតែហៅយើងមីងតាមខ្សែបាទរឿងហ្នឹងកើតកាលពី10ឆ្នាំមុនហ្នឹងជាង10ឆ្នាំមុនពេលដែលកូនប្រុសរបស់បងប្រុសបងណាដែលបងប្រុសដែលថាខ្មោចលងរត់ប៊ីហ្នឹងបាទគាត់ការកូនហើយចដូនមួយខ្ញុំហ្នឹងគាត់មានសម្អាងអញ្ចឹងក៏អញ្ជើញគាត់មកតុបតែងកូនការចាតុបតែងកូនការមែកូនmake up ហ៎មកនេះក៏មានសម្អាងការស្លៀកពាក់រៀបយកបាទពេលហ្នឹងកូនប្រុសរបស់បងប្រុសចាគាត់ការអញ្ចឹងអញ្ជើញបងចដូនមួយហ្នឹងមកតុបតែងគាត់មានសម្អាងការដល់ថ្ងៃមុនថ្ងៃចូលរោងហ្នឹងប្តីគាត់ដឹកអីវ៉ាន់ភ្នួងមកបាទហើយជំនាន់ជាង10ឆ្នាំមុនហ្នឹងអត់ទាន់មានផ្លូវ60ម៉ែត្រដូចរាល់ថ្ងៃទេអញ្ចឹងបើគាត់ចង់ចូលភូមិគេហៅថាភូមិស្រុកចេកហ្នឹងនៅខណ្ឌដង្កោរាល់ថ្ងៃនេះបាទចាហើយផ្ទះបងចដូនមួយសម្អាងការហ្នឹងគាត់នៅតាខ្មៅអញ្ចឹងមកគាត់ចង់មកគាត់ត្រូវឡើងផ្លូវជាតិលេខ2សិនចាមកដល់ចំណុចវត្តព្រែកថ្លឹងបានគាត់ជិះកាត់វត្តនឹងតាមផ្លូវហ្នឹងផ្លូវលំទូចហ្នឹងហើយចំនួនហ្នឹងក៏អត់ទាន់មានផ្លូវបេតុងដែរផ្លូវមុខវត្តហ្នឹងជាផ្លូវដីនៅឡើយផ្លូវដីបាទដល់ពេលគាត់ជិះមកតាមហ្នឹងអញ្ចឹងគាត់មានលំអដឹកណាបងពេលម៉ោងហ្នឹងដូចជាម៉ោង5 5ល្ងាច5អត់ទេ5ព្រឹក5ចិត្តភ្លឺចា5ចិត្តភ្លឺតាំងខែភ្លៀងវាងមេឃដូចមិនសូវចង់ភ្លឺទេដូចវានៅល្អះណាងឹតឡើយបាទភ្លឺល្អះងឹតហ្នឹងគាត់បើកមកដល់មុខចំណុចវត្តមួយ
គាត់រៀងមានអារម្មណ៍ថាដូចភ្ញាក់អីព្រឺចឹងតែគាត់អត់គិតថាគាត់នឹងមានស្អីវិញ្ញាណអីតាមទេគាត់គិតថាឃើញលោកគាត់គេងមិនឆ្អែតគាត់ចង់ខ្ចល់ចាប់អត់សូវស្រួលខ្លួនអីចឹងទៅបាទ គាត់បើកហួសវត្តនឹងបន្តិចគាត់ក៏ឃើញពលឺម៉ូតូដូចជាអ្នកជិះពីក្រោយមកម្នាក់គាត់ងាកទៅឃើញម៉ូតូមែនឃើញមនុស្សជិះម្នាក់មកខ្ញុំសុំកាត់តែមកអញ្ចឹងពេលដែលគាត់ជិះលំអកមកហ្នឹងគាត់ជិះម្នាក់ឯងឬក៏មានគ្នាម្នាក់ឯងដឹកអីវ៉ាន់ភ្នួងមកមានដូចជើងពៀនផ្តិលប្រាក់ផ្តិលមាសព្រំស្អីហ្នឹងណាអញ្ចឹងក្រុមការងារទៀតនៅរោងការស្រាប់អីហ្នឹងទៅគេរោងការគេអត់តន់មកទេដោយសារថ្ងៃហ្នឹងថ្ងៃមុនថ្ងៃចូលរោងផឹកថ្ងៃចូលរោងឬក៏មុនថ្ងៃចូលរោងមុនថ្ងៃចូលរោងតែម្ដងអូខេគេដឹកមកឲ្យហ្នឹងដើម្បីមកឲ្យម្ចាស់ផ្ទះរៀបចំសម្រាប់ក្រុងពលីពេលថ្ងៃអូខេបងបាទយល់ចាដល់ពេលហើយគាត់កលេចទៅឃើញម៉ូតូមួយមានមនុស្សបើកម្នាក់ហើយបើករៀងធុងដូចជាវីកវីអញ្ចឹងដោយសារអីដោយសារផ្លូវហ្នឹងជាផ្លូវអាទាសផ្លូវខ្សាច់លាយស្មៅដុះណាវាមានកលុកមានអីចឹងទៅកលុកចាផ្លូវស្មៅអញ្ចឹងទៅគាត់រៀងវេចង់វេឡើងគាត់គិតថាអូមើលទៅម៉ូតូហ្នឹងគ្នាពិបាកបើកគាត់ក៏អែបខាងហើយគាត់ស្ញោដៃឲ្យទៅចោះឲ្យវ៉ាទៅចោះអញ្ចឹងបាទគាត់ចាំមកស្ទុះហើយនៅអត់ឃើញមកទេគាត់ក៏នៅបង្អង់តិចអញ្ចឹងណាគាត់ឈប់បដ ாய் ទៅគេនោះតិចដែរគេនោះអត់ព្រមមកនៅវែកវ៉ហ្នឹងទៅគាត់ក៏ឈប់ហ្មងគាត់ថាឃើញលោកគ្នាមិនហ៊ានវ៉ាណាបាទគាត់ក៏ឈប់ទៅឃើញម៉ូតូនោះវ៉ាទៅមែនវ៉ាទៅផុតគាត់ប្រហែលជា30ម៉ែត្រទេនៅក្បែរព្រៃមួយព្រៃហ្នឹងដូចជាគុំស្នាយហើយមានដើមត្នោតតែវាមិនមែននៅជាប់ផ្លូវទេវាហួសពីផ្លូវទៅប្រហែលជា5-6ម៉ែត្រព្រោះកន្លែងហ្នឹងវាមានអូអូនចំហៀងហ្នឹងវាមានអូស្រាប់តែទៅដល់ហ្នឹងគ្រាន់តែម៉ូតូហ្នឹងទៅដល់ចំណុចអូហ្នឹងស្រាប់តែលឺស្រែកអូយជួយផងអញ្ចឹងសលេងនៅផងនៅស្អីហ្មងម្ចាស់ម៉ូតូហ្នឹងណាសលេងម្ចាស់ម៉ូតូប្រុសហ្នឹងណាបាទតែបើកវ៉ាគាត់ណាបាទអូយហ្នឹងឃើញដួលម៉ូតូធ្លាក់ទៅបាទគាត់ថាអូហើយហ្នឹងព្រោះជិះតែម្នាក់ឯងគាត់គិតថាសង្ស័យគាត់ស្រវឹងហើយព្រោះមើលទៅមិនហ្នឹងគាត់ដែរបាទគាត់បើកម៉ូតូទៅឲ្យលឿនបើកលំអគាត់ទៅឡើងលឿនដើម្បីទៅជួយដើម្បីទៅជួយទៅដល់អត់មានអលីងទាំងម៉ូតូទាំងមនុស្សគ្មានទាំងអស់ហើយគាត់ថាអញ្ចឹងមិនច្បាស់ណាព្រោះម៉ូតូនឹងបើកអត់លឿនទេនៅមុខគាត់ហ្នឹងហើយទៅណាឥឡូវឧបមាថាម៉ូតូហ្នឹងវាធ្លាក់ទឹកក៏ឃើញអាពលឺភ្លើងដែលចាំងធម្មតាម៉ូតូដោយឡានដោយធ្លាក់ទឹកក៏វាមិនមែនលុតភ្លាមទេអាភ្លើងហ្នឹងណាបាទចាវាត្រូវតែចាំងមកឲ្យតែម៉ូតូនៅឆេះភ្លើងវានៅអាភ្លើងបាទហើយទី1ទី2បើសិនជាវាធ្លាក់ទៅក្នុងព្រៃក៏ត្រូវតែមានពលឺដែរណាបាទចាហើយបើមនុស្សហ្នឹងធ្លាក់ដួលមិនហ្នឹងមិនសមដល់ស្លាប់ទេត្រូវតែមានមនុស្សនៅហ្នឹងម៉ូតូនៅហ្នឹងឲ្យឃើញឬក៏ជាសលេងអីចឹងដែរបាទតែវាអត់អាលីងហ្មងដល់អញ្ចឹងគាត់ឆ្ងល់ហើយគាត់ស្វាំងអាម៉េចមកទៅមិញហ្នឹងគាត់គិតច្រើនគាត់ថាដូចអត់ស្រួលងាកទៅក្រោយមានវត្តមានអីចឹងណាហើយខាងផ្លូវនោះស្ងាត់នៅព្រិលហើយហ្នឹងមានតន់ភ្លឺណាអត់បានទេគាត់ដូចមានអារម្មណ៍ថាព្រឺក្បាលមុនហ្នឹងផងហ្នឹងហើយខំតម្លើងលបឿនលមកហ្នឹងទៅតឹងរិនតណាត់តណែងរិនណែងអាលែយើងតែជីលឿនវាយើងតណាត់តណែងកវីកវត្តហើយបាទទៅដល់ផ្ទះការនៅភូមិហ្នឹងប្រពន្ធជុះថៃឯងមុខស្លាំងម៉េះអញ្ចឹងហេអាម៉េចបានឲ្យវ៉ាន់វល់ពេញនឹងកពុបដាច់បាទចុះបើផ្លើអាលែចាគាត់អត់និយាយច្រើនគាត់ថាឯងមិននេះស្លាំងម៉េះឯងមើលជិះកាត់អាផ្លូវហ្នឹងវាមានហេតុការណ៍ចឹងគាត់រៀបរាប់ណាបាទដល់ពេលអ្នកភូមិម្នាក់ដែរគាត់មកជួយការងារនឹងដែរគាត់លឺគាត់ថាហេអូនឯងជិះតាមណាមិញជិះតាមផ្លូវមុខវត្តហ្នឹងហើយចុះមុខកន្លែងហ្នឹងមិនហ្នឹងហើយហ្នឹងមានដើមស្នាយមកគុំហើយនឹងថ្នោតម្ដងអូគេទៅប្លន់3ថ្ងៃមុនកន្លែងហ្នឹងគេកាប់យកម៉ូតូអើយបងចដូនមួយខ្ញុំគាត់ថាអើយទៅវិញទេចាំតព្រឹកចាំទៅហើយអត់ហ៊ានទៅផ្លូវដដែលទេគាត់ខំជិះតាមពេញហើយពេញគួរស្រូវជិះតាមគួរស្រូវវិញអត់ទេគាត់ជិះហួសទៅមុខទៅតាមបល័យពុទ្ធសាសមណ្ឌលបល័យពុទ្ធសាសជើងឯងចារោងចក្រកែវហើយបាទទៅដល់ពេញជិះតាម371ហើយបានឡើងមកផ្លូវតាខ្មៅវិញបាទចាក់ងែវិញផ្លូវចាក់ងែផ្លូវជាតិលេខ2វិញនិយាយទៅខុសគ្នាចិត្តវៀងមកជុំចាខុសគ្នាពាក់កដាលខុសគ្នា2ដងឡើង2ដងគាត់ថាអត់ទៅវិញទេតាមហ្នឹងហើយព្រោះគាត់មិនមែនដឹកមួយជើងណាគាត់ត្រូវដឹក2ជើងហើយជំនាន់ហ្នឹងមិនទាន់មានឡានទេគាត់ប្រើលម៉កអញ្ចឹងវាទូចគាត់ថាត្រូវទៅវិញអូយអត់ទៅទេចាំថ្ងៃខ្ញុំទៅអត់សុខចិត្តវៀងឬក៏មិនអញ្ចឹងទៅសុខចិត្តវៀងអូយតាំងពីហ្នឹងគាត់ថា
chưa miền vì môn con mình còn mình khai có bắt chắc khai thế bà mình đã đòi chuột chăng ở lại tha mình chưa mình cả bạc luôn con này mình chưa hai con chuột á bà con san để than con san là mọt mình san để than đấy san là mọt theo vì miền men bất chỉ miền bà cha អូខេ សំខាន់អ្នកភូមិគេឃើញដែរ គេអាសាឃើញអញ្ចឹងទៅ ប៉ុន្តែគាត់មិនមែនអ្នកភូមិហ្នឹងគាត់អត់ដឹង គាត់ដឹងបាទគាត់ស្មានអ្នកភូមិគេគ្រាន់កន្លែងឃើញថាអូពូនេះអ៊ំនេះគេបានប្លន់ស្លាប់អីចឹង ចា មកគេជិះឲ្យគេរត់យកមកអត់ឲ្យមានអាកាសលងអីបានច្រើនណាដល់គាត់នេះថ្មីមកគឺនៅបក់ដៃឲ្យមកលងអីចឹង ចា ទៅ ឲ្យក្រោយមកប្រហែលឆ្នាំដល់មួយឆ្នាំទេថាមួយឆ្នាំចាស់បងស្រីខ្ញុំជួបកន្លែងហ្នឹងដែរហ្នឹង ចូលរបៀបមិនទៅបង លើកហ្នឹងជួបជាមនុស្សដូចគ្នាហ្នឹងវ័យដដែលហ្នឹងឯងប៉ិនបងខ្ញុំគាត់ជិះឡានជិះស្រាប់ឃើញមនុស្សបដើម៉ូតូហើយមកគោះទ្វារគាត់ឲ្យបើកសុំឲ្យដូចជួយអន្តរាគមន៍ បាទ ហើយប្តីគាត់ថាមិនស្រួលទេអូននេះបើមិនខ្លាចខ្មៅខ្លាចចោលប្លន់ ហ្នឹងហើយត្រូវហើយចប់ស្ងាត់ចំណងហ្នឹងបាទ បងស្រីគាត់រកបើគាត់ថាអឺមែនសុំទោសឲ្យដូចធ្វើមនុស្សអត់ចិត្តម្ដងណាអញ្ចឹងណា បាទ បងគិតគ្នាបងយើងដូចអត់ចិត្តពេកទេអញ្ចឹងទៅជួយមើលបើកទ្វារឡើងអត់មានអាលីងអត់មានសោះហើយគាត់អត់ដឹងថាកន្លែងហ្នឹងគេធ្លាប់ជួបទេដល់ពេលគាត់មកនិយាយប្រាប់បងថ្ងៃមុននេះនៅផ្ទះនេះតែបងថាឡើងមកនិយាយកម្មវិធីហ្នឹងបាទគាត់នឹកឃើញម្ដងថាអាបើចឹងកន្លែងហ្នឹងបងជួបដែរហ្នឹងអូយល់ហើយរឿងតែមួយចាឲ្យមនុស្សវ័យដដែលរូបរាងបែបហ្នឹងខ្ញុំថាមានម៉ូតូមួយហើយនឹងសបល់អីជាមនុស្សវ័យ20ជាង ចំមានចំណាំម៉ូតូប្រភេទអីហ៎បង ម៉ូតូដូចមើលទៅព្រិលពូបងស្រីគាត់ជិះយប់ហើយបងប្រុសនោះគាត់បើកយប់ដែរពេលព្រឹកព្រលឹមនោះវាមើលអត់ឃើញតែគាត់ហេតុជាងតែ ធម្មតាយើងក៏អត់ចាប់អារម្មណ៍ទៅលើម៉ូតូហើយយើងចាប់អារម្មណ៍មុខមនុស្សមុខមិនតែប៉ុណ្្នឹងសបល់អីបាទហ្នឹងហើយសបល់មែនតើក៏យើងអត់ចាប់អារម្មណ៍ដែរគ្រាន់តែយើងគេសួរថាសបល់អីយើងចាប់អារម្មណ៍សម័យរូបភាពមកវិញគិតមកវិញមែនតើយើងឃើញយើងអត់ចាប់អារម្មណ៍ថាយើងបានជួបមិត្តភ័ក្តិយើងមួយណាចំថ្ងៃហ្នឹងវាពាក់អាវព្រោះអីយើងអត់ដឹងទេពេលដែលគេសួរមកបានព្យាយាមរកនឹកមកបានឃើញបានតិចបើយើងចាប់អារម្មណ៍ហ្នឹងបានយើងដឹងចាគាត់អត់យកចិត្តទុកដាក់ដូចគ្នាដោយសារអីអត់នេះបងប្រុសនោះក៏អត់យកចិត្តទុកដាក់ព្រោះដោយសារគាត់គិតថាតំណែងតំណើមកម្ដងមកទៅប៉ិនបងស្រីគាត់ចាំហ្មងដោយសារអីគេមកគោះទ្វារវិចិត្រភ្នែកពេកបាទអញ្ចឹងឃើញថាសបល់ស្អែមអាយុសបាលប្រហែល20ជាងអីហ្នឹងហើយមកសុំអន្តរាគមន៍ហើយគាត់ចេះជិះឡានហើយឡានបើអត់អាចលឿនបានដោយសារផ្លូវវានៅមិនទាន់ស្អាតបាទប្រហែលឆ្នាំមុនហ្នឹងស្រាប់គាត់ថាបងយើងដូចអត់ចិត្តទេអីអូនបើមិនអស់ចិត្តទេទៅជួយទៅក៏រកបើកទ្វារឡានងាកមកខ້ອຍបាត់ឲ្យឆឹងតែមកមិនដឹងនៅណាហើយលឿនម៉េចបាទអញ្ចឹងអើអត់កើតទេទៅក៏រត់មកនេះបើមិនបានដឹងរឿងហ្នឹងពេលហ្នឹងហ្មងអូខេនេះគឺសាច់រឿងទី4ដែលគាត់បានចែកម្លែកទៅកាន់អ្នកនរគ្នាហើយសាច់រឿងទី4នេះគឺរបៀបពឹងពាក់ឲ្យជួយមើលជួយធ្វើម៉ូតូអីចឹងណារបៀបអញ្ចឹងយើងចាប់ទៅអញ្ចឹងប៉ុន្តែបើជួយអន្តរាគមន៍បាទហើយបើសិនជាឲ្យឃើញមុខក្លេខ្លាចប្រឡាចអីដូចជាមិនទេបាទអរគុណបងអរគុណចាបងអូនអញ្ចឹងយើងចូលសាច់រឿងបន្ទាប់មកណាបងណាសាច់រឿងទី5ចារឿងទី5នេះគឺរឿងដែលជួបប្រទះនៅផ្ទះសំណាក់មួយក្នុងខេត្តកំពង់ចាមប៉ុន្តែមិនមែនទៅដល់ទីរួមខេត្តទេចិត្តដល់នៅជាចានេះយើងរក្សាសិទ្ធយើងសុំមិននិយាយអំពីឈ្មោះផ្ទះសំណាក់តែនឹងទីតាំងឯងកុំឲ្យប៉ះពាល់គាត់បាទចាប៉ុន្តែរឿងហ្នឹងគឺបងប្អូនប្រជាពលរដ្ឋខ្មែរដឹងទាំងអស់ទូទាំងប្រទេសអត់ដឹងតែពួកខ្ញុំប្រហែលអ្នកនេះសោះស្រាប់តែដឹងជួបហើយអីហើយមានគេប្រាប់មកបើកមើលអ៊ីនធឺណិតព័ត៌មានដាច់ផ្ងាហ្មងព្រះហើយមិនក៏ខ្វះកន្លែងប៉ិនហើយើងប៉ិនហើអូយអូនអានឹងកាន់តែរន្ធត់ប៉ុន្តែនិយាយទៅសុំជំរាបថាសាច់រឿងបងអត់មានចេញមកលៀនដាតភ្នែកក្រហមលលែកលឡាអីទេប៉ុន្តែបើគិតពីអារម្មណ៍វិញគឺខ្លាចជាងអាឃើញអញ្ចឹងទៀតហើយខ្ញុំជឿថាសម័យនេះដូចជាមិនមានទេអាទម្លាក់សក់អីខ្ញុំជឿថាអត់មានទេប៉ុន្តែបើមកបែបលក្ខណៈថាបំភ័យបន្លាចឲ្យយើងព្រឺខ្ញាក់ខ្លួនឯងដូចមានអារម្មណ៍ថាមានស្អីជំវិញហ្នឹងខ្ញុំជឿចាពួកបងមិនដឹងមានហេតុផលបងអត់សូវជឿលឿអញ្ចឹងទេបាទចាខ្មោចក៏គេមានកិត្តិយសគេដែរគេមិនចេះតែបញ្ចេញគេមានវគ្គគេមានឃ្លាគេដែរខ្ញុំជឿថាចេញបែបកាចសាហាវហ្នឹងមានតែក្នុងរឿងទេដើម្បីតាក់ទាញការទស្សនាប៉ុន្តែការពិតមិនមានបែបហ្នឹងបើមានបែបលក្ខណៈអូខូចឡានកណ្ដាលផ្លូវដួលម៉ូតូអីហ្នឹងខ្ញុំជឿមែនចាព្រោះវា
កើតឡើងអំពីដើមហេតុរបស់បុគ្គលហ្នឹង បាទ គាត់គ្រោះថ្នាក់អីគេឲ្យឃើញហ្នឹងអញ្ចឹងណា ហ្នឹងហើយ ខ្ញុំជឿដល់រឿងនេះអញ្ចឹងមែនរឿងហ្នឹងកើតឡើងចេះដោយសារអីផ្ទះសំណាក់ហ្នឹងមែនតែនទៅមុនហ្នឹងមានស្ត្រីក្មេងម្នាក់អាយុខ្ទង់ជាង10ឆ្នាំទេ8 9 10ឆ្នាំទេ បាទ គាត់ធ្វើអត្តឃាតគាត់លោតពីលើមកណា ចន់ទីម៉ាន ទី3មកដល់ក្រោមហើយនៅក្នុងផ្ទះសំណាក់តែម្ដងពុកផ្ទះសំណាក់ហ្នឹងមានចដាលកដាលក្នុងនោះ បាទ ចាចដាលយន្តផ្សេងហើយប៉ុន្តែគេមានចដាលជើងហើយចដាលជើងហ្នឹងគឺនៅចំចុងនៃអាគារហ្មងគេធ្វើនៅចុងហ្មងឡើងមកអញ្ចេះហ្មង បាទ ចាគេអត់ឡើងពីកដាលមកឲ្យចេះទេកដាលជើងហ្នឹងគេមានអាកដាលហ្នឹងក៏មានហើយអាចុងហ្នឹងក៏មានហើយអាចុងហ្នឹងគឺត្រូវបានគេបិទពួកយើងទៅអត់មានដឹងរឿងទេដល់ទៅពេលទៅហ្នឹងកាលហ្នឹងមានកម្មវិធីនៅខេត្តមិត្តភ័ក្តិកិច្ចការចាហើយ fan ហ្នឹងដែល fan បងហ្នឹងណា បាទ ចាគាត់មានបងប្អូននៅហ្នឹងគេការទៅអញ្ជើញពួកបងទៅដល់មើលម៉ោងទៅចេញមកវិញអូម៉ោង10ជាងមិន10ហើយកុំបើកឡានតាមនេះអីយប់ខ្ញុំសើទុកចិត្តណា បាទ ចាទី1យើងផ្លូវឆ្ងាយផ្លូវទូចផ្លូវអីបាក់អញ្ចឹងយើងរកកន្លែងណាសម្រាប់បាន ស្នាក់មកយប់សិនទៅបាទ ចាជៀសវាងដើមការក៏គាត់កក់កន្លែងឲ្យទៅហើយអ្នកទេមកអូតែលហ្នឹងក៏គាត់អត់បានមើលឃើញកន្លែងហ្នឹងយ៉ាងម៉េចដែរគាត់កក់តាមរបៀបថាគាត់ បើ ឃើញ Facebook search មើល ចា ណាចិត្តហ្នឹងទៅ ណាចិត្តនៅហ្នឹងទៅក៏មកទាំងអស់គ្នាទាំងម្ចាស់ការអីហ្នឹងក៏មកដែរមកស្នាក់នៅជាមួយដែរអញ្ចឹងព្រោះគាត់ជា fan បងហ៎ បាទបាទ មកដល់ម៉ោងមិន10កន្លះចូលទៅដល់អូនមានអារម្មណ៍ថាអូយចាំមិនក៏នេះមិនសំចៃភ្លើងអីហើយក៏យកគេបិទប៉ុន្តែអត់ទេបើបិទក៏ទុកឲ្យមើលទៅមានពលឺ បាទប្រហែលម៉ោងម៉ាន មិន10កន្លះយប់ មិន10អូខេបាទ ចាពេលចូលទៅដល់ហ្នឹងពួកបងមានអារម្មណ៍ដូចគ្នាថាចម្លែកត្រង់អីកន្លែងចតឡានផ្លូវធំហ្នឹងចូលទៅទីធ្លាហ្នឹងដូចអត់មានអ្នកសម្អាតមានស្មៅដោះមានសម្រាម ស្លឹកឈើពេញហ្នឹង អត់មានស្លឹកឈើមានកระดาษជូតដៃមានអីរបៀបដូចនេះអត់មានដើមឈើអូតែលហ្នឹងណា បាទ អត់មានដើមឈើធំទូលាយប៉ុន្តែគេធ្វើរោងព្រក់ដើម្បីដាក់ចតឡានចតម៉ូតូ បាទកុំឲ្យក្តៅ ចាប៉ុន្តែស្មៅទូចដោះអញ្ចឹងពេញហ្នឹងអញ្ចឹងហើយចៅគិតថាហើយអូតែលវាគួរតែមានផ្កា បាទ ណា បាទ ចាកន្លែងទទួលភ្ញៀវអញ្ចឹងគួរតែមានផ្កាមានសួនអានេះសិតតែស្មៅទេមើលទៅដូចជា អត់សូវមានអ្នកថែ អត់ហើយងាកសួរណែអ្នកកក់ហ្នឹងថាចេះមកខុសទេអី មកខុសកន្លែងទេមើលក្នុងនេះហ្នឹងឯងតែបងយកកក់ហើយឯងលុយណែបានកក់គេមិនទាន់ឲ្យលុយទេកក់គេហើយហ្នឹងឯងតែអាស្រ័យថាអញ្ចឹងក៏ចូលទៅអងឹតតិចល្ងឹតផងអីផងហើយកលេចទៅមើលអូសម្ភារៈអីប្លែកក៏នាំគ្នាដើររៀងលឿនទៅដល់កន្លែង reception កន្លែងគេទទួលភ្ញៀវ បាទ ទៅដល់អ្នកreception ហ្នឹងមាន4នាក់មានស្រី2ប្រុស2គាត់នៅចូលចាំទទួលបដិសណ្ឋារកិច្ចយើងប៉ុន្តែទឹកមុខពួកគាត់ដូចជាមិនសូវរីករាយមិនស្វាគមន៍ប្រហែលទេ បាទ ចាហើយនៅក្បែរគាត់ហ្នឹងមានកន្លែងរៀបគេងហើយ ចុះឡើងគេណា ចាបានន័យថាពួកគាត់អត់ត្រឡប់ទៅផ្ទះទេគឺនៅហ្នឹងហើយទៅដល់បងនិយាយជំរាបសួរអីចឹងហើយអ្នកដើមការដែលគេកក់ឲ្យបងហ្នឹងគាត់ប្រាប់ថានេះខ្ញុំហ្នឹងឯងជាភ្ញៀវដែលខលមកកក់មិញ បាទ ចាអញ្ចឹងគឺថាអញ្ចឹងនេះសោកតុបគេហុចសោមកហើយសួរគាត់ថាចុះពួកខ្ញុំមានគ្នាលើអញ្ចឹងសុំខ្នើយបានអត់ថាបានសុំខ្នើយថែមណា បាទ គាត់ក៏ឲ្យប៉ុន្តែសុំបងលុយមុនលើកទី1ដែលគេសុំបងលុយមុនអត់ដែរទេណា បាទបាទ អញ្ចឹងក៏អត់អីឲ្យទៅប្រហែលកតុប4កតុបអញ្ចឹងចាដល់ទៅហើយងាកទៅក្រោយទូហ្នឹងគេមានលក់ចំណីហាសម្រន់ណា បាទនំកញ្ចប់ទឹកអីចឹងទៅបាទយល់ ហើយទៅក្មួយបងថាតែញ៉ាំការមិញហ្នឹងដូចជាមិនសូវបានញ៉ាំទេអាឡែតែ selfie បាទ ដូចឃ្លានមីអញ្ចឹងក៏ចង់ញ៉ាំទៅថាហើយក៏សួរទៅបងប្អូន reception ហ្នឹងថាបងអើយនឹងក្មួយខ្ញុំសួរបងអើយបងខ្ញុំចង់បានទឹកក្តៅឆុងមីបងជួយយកទៅឲ្យខ្ញុំផងបានទេអូអត់ទេបើបងចង់ហូបបងមកចុះមកយកខ្លួនឯងនិយាយសំដី ស្មើ អញ្ចឹងហ្មងឡើងពួកបងចេះគិតថាចេះយើងដូចអត់ដែលជួបប្រទេសហើយដូចរៀងដូចគេអត់សូវស្វាគមន៍អញ្ចឹងណា បាទបាទ ប៉ុន្តែក៏អត់អីយើងអត់ជំរឿសហើយយើងខ្ជិលចាញ់ចូលហើយយើងណាមួយគឺទាលុយយើងបង់ហើយមួយបងក៏ថាអញ្ចឹងក៏បានដែរអញ្ចឹងបងឯងដាំមកហើយចាំខ្ញុំចុះមកយកព្រោះតាមកតុបអត់មានទេណាធុងទឹកក្តៅហ្នឹងចា
năng ngay bà bong trong ban màn thùng ấy nhầm đam hay mọi anh trong mà vô luôn ai nghe ok chẳng còn chẳng sắp ta nói cái này tao tha ta thì cho đào dùn ở đây bong ở đây cho đào dùn nó phơi cái bẹp chân á mấy chồng mà miền man xua bong xua thấy ôn thấy bong ở đây lang cho đào chân á mọi anh nơi thẩm choan thì bấy chạm đó thì bấy được cua đá thế bầm chẳng còn chẳng ta bộ bong cầm tục chặt phượng được hạt đó nè lô từ vì chụp đá nè chụp lại về kèn đặt nhật vậy chẳng còn là đó ta chẳng lang cho đào ta mà plate đấy cứ thả ở từ ruồi tầm mà plate đó ta xẹp đọc mùi bón quạt đại ván hai cho cái túp quạt ta cho từ giờ từ cái đào sần quạt cho máu quạtจะล้ำ tiết á quạt từ cho đào dồn bao khoa một suất từ cái nắp so mà cái nútสมองปุ๊บ cầm raปุ๊บcái xanh bọc nhiều bà hay đọc bê ra chẳng bạn kìm áo chi chẳng kịch chẳng á cho đào tiết á đấy cho từ đó là applic xua bong mấy bạn ăn chi đào dồn nó kê lên chi hai kê trắng cho lang ấy nè sầm ạt ấy kê lang đào hay đào dồn nó kê đặt tài ván lang từ lang từ choตกประชุมในวันเป็นจะได้จนบ้านก็ตาโอ้อาจกำบังมวยกดได้ชงอมายุบแต่ยังอาจสมัยเคยมันตึ๊กใจยังซองไซแต่ปนนั้นยังซองไซจ้ะปุ๊บมาบองแต่กดตือยำการนั่งได้นั่งกดนือประตูตุ้ลหมกบองขโมยบองกดมีได้ประปนปีกูจ้ะขโมยตั้งปีนั่งกดมีประปนมีโกนยังกดในกระตุกมวยมันเนี่ยปันแต่ในจวนตีใบให้จวบกับไหลเนี่ยการให้ตั้งจวบกับไหลนั่งมองกระตุกขโมยยอมตีมวยนั่งให้ขยมโจลเตอร์ได้ซาฮัดเหรอมุดตึกสมาร์ทขลุ่นไอ้หายเรียบเปะกับอาเกงหายก็เจนมาแขกกับตุบดอกสบายเชิงดาวในเลือดนั่งดำใบเอาที่จะบาดเชิงáเชิงฮอตเชิงสบายเชิงไกลเนาะดาวตื้อมาเพลย์กระดาษนั่งปนลื่นอะไรอัดลื่นไอ้เต้แต่ลื่นหลงงมโดยจิเมียนเหมือนนึกขนมนั่งขนมกระตุกซองข้างบ้องกระตุกกูห้ากูบากตึกทวีกระตุกนั่งขโมยบอมปูบอดดังทับปูนั่งโจกระตุกนาคล้ายไปปะล่ะนะจะนำนี่มวยขโมยบอมจบนี่นะมาค้างเตี้ยแฟนจังมันมาปีจัวนั่งคือค้างบองนั่งใบเนี่ยนั่งขโมยบ้องให้ขโมยตีมวยนั่งกัดในจงเก๋จิตจะด่าได้เมียนปัญหานะบ้านไอ้จำนายแฟนในค้างตัวหมกบองด่าให้ลือโซ่เหม็นลือแต่ปีขนมกระตุกขโมยบองเตะลือขบกระตุกต่างอ้อนั่งบันบองด่ากัวปูนั่งท่ามิ้งกูเหรอไอ้กูจังดังปูไอ้ในกระตุกนาคล้าไปมันดังáโจลตะพอดเอาหายนั่งให้ยมในกระตุกเล็กนี่จังเราไปเก็บบัตรที่อ๋อแบบถ้าเก็บบัตรเห็นคล้วนมุดตึกมุดไอ้ต้องยมดาวแต่ไอ้เป็นดาวแต่ไอ้กันน่ะลือปัญหายังอันเยอะอารมณ์เกิดท่าสบายได้แบบมีนเหมือนนึกกระบายยังนะไม่อารมณ์เกาะก็ได้จ้าสตูปูนั่งท่าเจอมามิงภาษากับมีจังáอัดแต่ยังไม่ยังมาก่อนมิงเก่งไงยมก็โจลเก่งไอ้ลางไอ้ปูนังแผนกกบเนี่ยสลับไม่จังเลยจ้าเกี่ยอัดแผลยื่นถึงปูดังท่าขยมตีมือยมอัดเจือตีปียมมันนึกมีนไฮพอเลยบ้องใหญ่จังไงอัดใหญ่ให้ในน้ำมวยในขนมนั่งเทียนใหญ่มองตุ๊บแต่มวยสับเซียวเนี่ยเยอะกัดจังอ่ะอัดมอดเลยเราตะเปตึกน้อมคณีสัวท่าแล้วยังจังปีแค่เตะตึมไปไงแต่เวียนเลยขนมไงซ่าจังตือนาสนอดจังเฉลี่ยได้เลยมันติดยังว่ามุนโจthựcกาจังตือเตะขโมยยมเลยสวายฉุมโอเคจังน้อมเนี่ยตือเลงเตะนั่งตือให้ยังฉลองสลังตือปิงมองสวายฉุมเป้แต่ตือดอลปูวิขวัญบ้านโจดอลเตะเฮ้ยดอกไม้โลกมาจีวิตได้ใช่มาจีวิตยมมาได้จังซะขยมก็ช่างเอาได้เมียกาไอ้ฝึกมิ่งความคณิตซับเซียวให้จะตั้งเงียบมือหมกมิ่งไทยเวียมนใหญ่เวียทำมิ่งของคลาจ้ะปันดังหนังมิ่งอัดคลาใหญ่มาสั้นมาวันนี้กินใหญ่มาดองตีมวยนกขโมยขยมขนมกระตุกเวียมีนแกรปีกอดอัดเก่งตั้งแต่ตั้งปีเตะกอดมีใบเนี่ยได้แบบป้นก้นมวยจังกอดเก่งตั้งใบเลยแขมวยเตี้ยกอดด่าบาลีด่าไอ้จังซ้ำไปแล้วกอดแพ้ให้คนก็เก่งกระดาปั้นมายุบนะเอานัดเก่งสักทำมิ่งดังไงเอานัดเก่งเตะยุมเงะให้เจ๊แต่เจ๊ยุมระเบียบจังเหม็นยุงงะว่าหมองพวกคนกดอายุบุญชนะให้ไปบุญชนะอัดเงะเปเจอัดเงะเป็นระเบียบด้วยกิตีไงมาเลงไงจังให้มาให้ได้ปงลิ้วเนี่ย
thấy con thấy liêm chăng hãy với con mày chứ hãy môi bỏ nhom thầy còn liêm vậy chăng đôi cầm liêm ghé nè thầy đi nữa cho tôi có ba tận này hãy bị chẹp ôn tịch ra group bật tục tưởng quạt đã chọn chàng này chùm lái chứ chùm lái tăng pin chăng quạt đặt hai chị vào váy ní pin chàng này là mốt mình nữa mình nè cho hai ấy và tam bong kịch á ủa lơ bị đan nâng mình men bị đan riệp smile đo là chàng hay ôn vì miên cả lẹ việc đối thân chẳng đôi chỉ tôi chị quạt thời chỉ bên tay chỉ chùm lái quạt nó đôi thân nằm đằng trắng nè đã cái hai tham vậy bây chùm nứa nè cái áo kinh khổng thân nấm mê cái na kinh khổng thân nấm vì miền áp phút hai chùm lái đừng thua ai pa bó đó nè kinh cha trắng quạt vậy tham hai chỉ trắng bán cái tiền khẽ nó ai pot biển nắng cha đó trắng cô nó là đi nua nâng lương các bạn tình ấy đã ắt nhiên mình kê nắng á nua anh trắng tới quạt bự rồi bỏ quạt lọp chuột chởn trên nhom thiệt môi bỏ môi sải nhom này chắc họ bán cái vô là cái cắt vô là cha vô quạt có tiền con nhưng mà ao ăn ấy con tạt tiền giờ con nó sấy mà tầm hông để đi nua môi nhóm khống ngợp á thả chụp lên đây tự ấy không dây cho anh tự đây còn dây để mấy giờ lọt tới nè bà ngặt tới bàn tay quạt có sơ sủ luôn này đôi chim miên kê nhặt scop ấy nè chẳng bàn quạt slot cục nè quạt đằng quạt mẹ làm thao vì ắt sẽ bắt tập biệt chụp quạt bắt cha quạt thòm kê nâng ai tập hot dục thế ai ban mà dục nâng đào tập pê chùm nàyประตูแฟนขยมบุญเนี่ยกดจีซังซาขณีจ้าแต่เก่งมวยขณีทำได้นะบุญเนี่ยแก่ปีเหรออะไรขยมมาดองยมให้เมาหมกหลังสลอล้อเมื่อเด็กก็ไปยังไงหลังขมายไปเนี่ยเจอไอดอลยมสู่ไอดอลยุคไม่มีอัดเพลิงไงน้องกระตุกอันมีนพังให้เจ้ากระตุกบางไอ้ดัดเลยด้วยจีออดดัดเลยแต่ด้วยดัดมาดองไหมออดเตะขยมรอบแต่มันคว้าไปปรำดองแต่ดัดละโหดกลมเอาแต่ขยมเฮียงด้วยเอาขณีไอ้มันติ๊กดัดกับให้ดัดมาสตูหลงเงื่อนหึงกระเจี๊ยจ้ะสตูลือวิ่งดัดเช่ก็ถอมบ้านก็เงือบละอูหมอโอ้ยหลงไอ้สมเด็จมายกน้อยสูครวนพังบ้านอดเกซังไซได้จ้าไอ้กอดก็ยิ่งจังให้กอดท่าความทอมเก่งตั้งปะบ้าตั้งซ้อฟังไอ้ฟังให้วิมันผมท่าเวทดัดให้นี่ดัดอย่างยูจังได้ใช้หมักแผลแล้วดัดจะเป็นยูจังอ่ะสิ่งเจ้าเวแรงแต่เจ้าเวก็ได้เหรออ้อแต่ดัดใช่ดัดอย่างติ๊กปรำดองจังอันนั้นเรื่องนั่งมวยแต่กอดมันเสรุนทดเป็นแต่กอดมีนรำท่าจำลายโอเคอัดดัดโดยกระตุกยมอัดมีนซะมายุบตัวปรึกธรรมดาให้จำยมแผลมูลหายได้บานจีกระตุกปุกกอดมีนปัญหากระตุกยมอัดบานบางจ้าจำนายจีขโมยยมดากระตุกกอดจวบนั่งจะดาวแต่มีนปัญหานั่งอะคุยจุกมาตะมองขึ้นหรือเปล่าเจ้าเสยยมมาจุกแผลชนะแผลผมมวยชนะไหมการนั่งโดยโจเรียนนะผมชนะกอดคุยมุดตึกนองอ่างหาแต่ยมเอาโกนกอดเอากอดตั้งแต่เนื้อสนะเนื้อหนังผูกกอดมีนโกนตุยปีโจจัดมุดตึกไอ้ยังเอาจังลิงตึกบัญญัตินั่งจะมีนอ่างตึกนะจังเอาเกยหนังเตอไอ้ขยมยากระตุกทอมดาตุยมุดตึกจังกอดโจจัดลิงตึกจังก็เอากอดเตอหนังเป้แหละกอดเตอหนังนั้นดอมเอามุดตึกขโมยใส่ยังท่าเอาโกนก็มุดตึกไอ้กอดคุยเลือแกมอ่างเนี่ยเลอบาสต็อปนั่งđầm bay luộc đọc luôn ai cốn á ai cốn coi bài một màu thuê cái tục tất quát bài non từ thuê cái tục tất mời cốn gọi ai cốn quát bài mà thuê sập mami ghost vậy chứ mà cha ai sập mười nhóm mẹ lại không mau đã ý té cốn té miệt màu bọc nè một tất đấy nè nó lê nhá bà thôi ai lê nhá chẳng nó nông tất lọp á té miệt màu bên nè một chắc con một tất lên hai lỡ nó mami ghostนี่ใช่จังเรียบร้อยทดนะก็ให้ยังก็จะมือทางเขมรแบบปั้นนั่งอาจจะหอยนั่งไงเคยยังไงนั่งให้บัดสัญญากดเคยจีแหลกกันนะนุ่มฮะกดอัดเพียบเอาเลยถ่ายไงบ้างกดเคยแหลกกันนะขนมแหลกกันนะรูปเรียงมันละอจ้ะถ้าเกิดเขมรโดนทดใจขยมกว่านะกดแสกเลือกตีปีกดโกนกดกระชอกโกนจังปิดตึก
អត់ជូតអត់អីទេទាញកសែងទាញអីមកជូតនៅលើក្រែញ័រតែគ្រើក ច្បាស់មែនតើណា ច្បាស់ហើយទៅគាត់ថាអូយបានធ្វើម៉េចឲ្យឆាប់ភ្លឺកូនប្រុសគាត់ហ្នឹងក៏ចឹងដែរគាត់របៀបស្អ៊ីស្អ៊ូនៅស្ងៀមចឹង គាត់ ណា ខ្លាចពេក ចាហើយដល់ចឹងទៅគាត់ថាទៅមកយប់ហ្នឹងមិនបាច់ដេកមិនបាច់អីទេគាត់គេងអត់លក់គេងចេះតែមានអារម្មណ៍មានអីមកកតាក់តែអីចឹងណាចឹងបាននិយាយគាត់នាំគ្នាពេលព្រឹកឡើងមុខយ៉ាងស្លក់ឲ្យគាត់នាំគ្នាទៅចែកគ្នាលូតែអត់ហ៊ានប្រាប់ពួកកតុបបងអត់មានស្អីសោះអត់មានអីអាលីង nothing គឺអត់ទាំងដឹងភ្លើងដាច់អីទៀតតែខ្ញុំជឿថាបើសិនភ្លើងដាច់វាដាច់ទាំងអស់គ្នាមិនចឹងហ៎បាទហើយហេតុអីបានបងស្ងប់អត់នេះតាំងព្រឹកដោយបាទចុះដល់ពេលសរុបរឿងមកវិញហេតុអីបានបន្ទប់បងអីបន្ទប់ពួកគាត់មានរឿងច្រើនម៉េចដែរបានជួបនៅយប់ហ្នឹងមូលហេតុដោយសារអញ្ចេះបុគ្គលដែលគាត់លោតពីលើហ្នឹងគាត់មានវិបត្តិស្នេហាជាមួយនឹងបុរសម្នាក់ហ្នឹងហើយគាត់ដូចរបៀបថាមនុស្សដែលមានអារម្មណ៍បែបហ្នឹងគាត់គុំណាបាទកំហឹងគាត់នៅលើអាហ្នឹងអញ្ចឹងអាចដែរដែលថាកតុបផ្សេងមានគូគាត់ទៅឆាឆៅចំណែកកតុបបងអាចដែរដោយសារអីដែលគាត់មិនឆាឆៅដោយសារទី1អាចយើងបងម្នាក់ឯងទេអត់មានប្តីទេមានតែកូនស្រីបងហើយកូនក្មេងហើយ fan បងម្នាក់នោះគាត់លើលីវជំនួយការបងគាត់នៅលីវអញ្ចឹងក្នុងកតុបនោះអត់មានគូទេបាទចាហើយចំណែកក្មួយបងនិង fan បងសិនអ្នកមានគូគឺទៅឆាឆៅអ្នកមានគូនឹងឯងអានេះស្មាតទោសបើសិននិយាយខុសកុំប្រកែប្រកាន់ប៉ុន្តែយើងគិតថាវាអញ្ចឹងណាបាទចាហើយគ្នាក៏មិនមកអាក្រក់អីធ្វើបាបយើងដែរគ្រាន់ថាវាធ្វើឲ្យយើងភ្ញាក់ផ្អើលដែរដូចយើងមិនដែលជួបហើយដែលរន្ធត់បំផុតណាអូននៅពេលណានៅពេលដែលប្រាប់ថាគ្រប់ទ្វារគ្រប់ដៃកលឹះទ្វារនេះទាំងអស់សិតតែយន់ហើយនឹងបោះក្រហមចង់គ្រប់បន្ទប់គ្រប់កតុបអូនអាហ្នឹងឯងដែលបងកាលនិយាយរឿងហ្នឹងប្រាប់ប្អូនមុនឲ្យដឹងសាច់រឿងហ្នឹងបងនិយាយដល់ម៉ោង2ភ្លឺនិយាយព្រឺក្បាលពេកអីឈប់និយាយសិននឹកឃើញដល់ខ្លាចមានអារម្មណ៍តែខ្លាចហ្មងអំបោះក្រហមហើយយន់បងគ្រប់ទ្វារប៉ុន្តែហេតុអីទៅជាបងនេះមើលអត់ឃើញនេះបងឆ្ងល់ខ្លួនឯងមែនតើគីឡូយើងអត់មានវាសនាជួបទាំងអញ្ចឹងណាអាចដែរគេថាអញ្ចឹងមនុស្សយើងសិតមាននិស្ស័យហ៎បាទអាចថាកាយ៉ៅមែនគេថាកាយ៉ៅអ្នកខ្លះកាយ៉ៅខ្វាច់ឡងណាអ្នកខ្លះអត់សោះតែហ្មងអ្នកខ្លះជួបញឹកrồiហើយអាហ្នឹងមិនដឹងដល់មិនដែរប៉ុន្តែខ្ញុំក៏ថាដល់ពេលដឹងរឿងហើយតែដឹងរឿងហ្នឹងនៅក្រោយពេលដែលយើងមកផ្ទះវិញទេយើងអត់ដឹងថាហេតុការណ៍ហ្នឹងកើតឡើងហ្នឹងអតីតកាលរបស់ដួងវិញ្ញាណរបស់គាត់ជាអ្នកណាទេមកដល់ផ្ទះតចែកគ្នាហ្នឹងមាន fan ម្នាក់គាត់នៅផ្ទះក្បែរក្មួយហ្នឹងណាគាត់មកលេងខ្ញុំទេហៅមកលេងក៏លឺមកចំពេលដែលពួកយើងទៅចែករឿងហ្នឹងគាត់ក៏សួរបងទៅសុបាយអត់កម្មវិធីសុបាយតាចាំបងទៅចែកនេះរឿងអីចែករឿងយប់មិញអីចឹងណាចឹងនៅណានៅទស្សនៈមួយនៅខេត្តហ្នឹងហ៎ចឹងឈ្មោះអីប្រាប់ឈ្មោះទៅហើយបងឯងនៅហ្នឹងទៅអីថៃងាប់គេដឹងគ្រប់តែគ្នាផ្អើលពេញតែប្រទេសចឹងហើយចុះមិនពួកយើងមួយអត់ដឹងឥឡូវមកឯងជឿបងឯងបើកព័ត៌មានមើលបានគ្រាន់តែបើកអូនអើយខ្ញុំលឺសូមមិនបាច់ទេអូយបានផងបងប្អូនអើយកុំប្រកាន់បងណាបងមើលអនឯងអត់ឃើញទេអីចឹងស្អែកឡើងចាយផ្លូវគ្នាទៅវត្តសួយទឹកខ្លាចពេកចាខ្លាចពេកខ្ញុំមកកបួលក្មួយទៅសួយទឹកអីផ្ញើអំបោះពីលោកតាមកចងដៃគ្រប់គ្នាធ្វើម៉េចទៅបើយើងអត់ឃើញណាបងអូនណាយើងមើលគេអត់ឃើញគេមើលយើងឃើញហើយគ្នាមកហ្នឹងក៏គ្នាមានចេតនាថាចង់ប្រាប់អីយើងដែរប៉ុន្តែធម្មតាសុំចាច់បនកសលអីយ៉ាងទៅចាអញ្ចឹងក៏ខ្ញុំទៅវត្តហ្នឹងដាក់នេះធ្វើបន់ទិសឲ្យទៅណាបងអូនហើយសុំឲ្យបងអូនអញ្ជើញទៅឲ្យបានសុខសប្បាយទៅកុំឲ្យគិតគូអីវល់អីទៀតអីចឹងណាហើយមិនមែនតែណានិតម្ចាស់ផ្ទះសំណាក់កាត់បងច្រើនកាត់បងដោយសារអត់ភ្ញៀវបងអូនហ្នឹងហើយហើយស្អាតណាពីក្រៅណាពេលថ្ងៃឡើងស្អាតណាប៉ុន្តែបងអូនចូលទៅមើលមិនដឹងថាគេដកនៅប៉ុន្តែជឿថាមិនតន់ដកឯងហើយខ្ញុំសួរចាស់ថាមិនបាននៅមានយន់មានខ្សែអំបោះគេថាបានន័យថារឿងហ្នឹងនៅមានឥទ្ធិពលនៅឡើយវិញ្ញាណអត់តន់សាបអីចឹងទៅបាទគាត់ធ្វើអត់តន់ត្រូវមើលទៅក្បាលក្រែអត់ជាប់អញ្ចឹងហ្នឹងអាចគ្រូគាត់ប្រាប់ណាបាទគេព្យាយាមអីចឹងកែដូចកែហុងស៊ុយកែអីអញ្ចឹងណាតែនៅតែមានតិចតួចមានមិនអត់ទេដោយសារអញ្ចឹងបាននៅខ្សែចងហើយបើគិតពីទឹកមុខរបស់ receptionist និងប្រមាណអ្នកហ្នឹងណាបងអូនបានដឹងថាពួកគាត់ខ្លាច
ហើយមកនេះដោយសារថាជាភារកិច្ច អត់ជំរើសការងារគាត់អាហ្នឹង ចាហើយឆ្ងល់ត្រង់ថាមកកវិចមានកន្លែងគេងដល់ 4-5 កន្លែង ជុំគ្នានៅ បាន ហ្នឹង ហើយថាគាត់ខ្លាចទេ ស្អីខ្លះប្រខ្លាយជុំគ្នាទៅខ្លាច ទីមួយគាត់ប្រកែកមិនយកទឹកអីទៅឲ្យយើងចង់យកអីយកហើយអត់យកឲ្យហើយមួយទៀតពេលព្រឹកឡើងឆែកអាវហ្នឹងក្មួយបងគាត់ភ្លេចសោនៅក្នុងកន្ទប់ណាអញ្ចឹងទៅថាអូបងភ្លេចសោមួយអញ្ចឹងគេគិតលុយមិនគេយកសោ បាទ បើក្មួយបងថាអូបងអើយភ្លេចនៅលើក្រែបងចាំបងទៅឡើងទៅយកអត់ទេបងទៅយកខ្ញុំអត់ទៅទេអាពេលហ្នឹងក្មួយខ្ញុំកាន់តែដឹងច្បាស់ហ្មង ច្បាស់ហើយ ចាហើយដល់ទៅពេលយើងមើលព័ត៌មានបង2017បងឆែកមើលទៅ ហើយសោយើងលែងហ៊ានឡើងទៅយកទៀតអានេះបើយើងដឹងបើយើងដឹងអត់ហ៊ានទេអានេះថាយើងអត់ដឹង ដឹងហើយប៉ុន្តែដឹងអាពីយប់របៀបខ្លាចណា បាទ គ្មានណាហ៊ានឡើងតាអត់ដឹងថាបុព្វហេតុនឹងរឿងហ្នឹងមិនទេបើថាបុព្វហេតុរឿងហ្នឹងផែរើចេញទាំងយប់ ហ្នឹងហើយ អត់ទេទាំងបងទាំងក្មួយ ហើយបើខ្ញុំរើចេញនឹងយប់ហើយខ្ញុំអត់ចាំទេ អត់ចាំទេពីព្រោះ តែសាបងអត់បានជួបរឿងអីបងគេងធម្មតា ចា បាទ ប៉ុន្តែបងរៀងមានអារម្មណ៍ស្ញប់ព្រោះពេលព្រឹកឡើងក្មួយអីហ្នឹងគេដូចពួកនឹងបានឲ្យតែព្រឹកហើយអញ្ចឹងគ្នារៀបខ្លួនឡើងអស់គ្រប់គ្នាអញ្ចឹង បាទលឿនវឹង ចាហើយគេទៅជំនុំគ្នានៅកន្ទប់មួយគេនិយាយពីរឿងហ្នឹងហើយចោលបងនៅគេម្នាក់ឯងគេហិរំខានណោះ គេចាំឲ្យយើងគេឆ្អែតសិន ធម្មតាកូនក្មួយហ្នឹងតែចិត្តដល់ម៉ោងចេញទៅផ្ទះឆែកអៅអញ្ចឹងគាត់មកលេងមួយយើងគោយើងឯងក្នុងតុបយើងណា បាទ តែលើកនេះអត់ហ៊ានទេថាឲ្យមានសម្ញានសិនទៅហើយខ្ញុំងើបឡើងពួកនេះអត់ហៅឯងផងឯងមើលមកចំម៉ោង8ហើយក៏ដើរម្នាក់ឯងក្នុងកន្ទប់ហ្នឹងហើតនៅប្អួយអូនអើយមើលជុំវិញអូតែលគួរឲ្យខ្លាច មិនចឹងបង សម្រាប់ដូចគេចោលប្រហែលឆ្នាំមក10 20ឆ្នាំមកចឹង អត់ដែរមានណាមកបងសម្អាត ហើយមានតែចេះអាកន្លែងហាលកអាងស្នួរហាលកម្រាលពុកហ្នឹងទៅតឹងទៅតែងដូចអត់សម្ដាប់ធ្នាប់ជាលក្ខណៈកន្លែងទទួល ទុកចោលមិនចឹង សន្តិសុខមានមួយតែមិនដឹងនៅឯណាពេលខ្ញុំចេញមកក៏មិនឃើញដែររបៀបទៅដូចសន្តិសុខហើយនឹងអ្នករិស័ព្ទហ្នឹងតែមួយទេមិនដឹង អត់ដឹងដែរប្រហែលសួរអត់មានហ្នឹង ហើយខ្ញុំសួរក្មួយតាំងពីយប់ហេយើងមកច្រឡំកន្លែងទេអត់ទេកន្លែងហ្នឹងឯតាហើយមើលក្នុងរូបថតណាកន្លែងគេផ្សព្វផ្សាយស្អា ស្អា ត តបាទចប់ជំនាន់ស្អាតធ្វើដំបង គួរឲ្យទុកចិត្តចឹងណា បាទ ចាដល់ពេល មានដឹងណាលេងមកឈុតធំមកបាក់សក់ដែរ បងមិនដែលឃើញបងមិនបានឃើញពេលហ្នឹងក៏បងមានអារម្មណ៍ថាស្ញប់ដោយសារពេលបងឃើញចឹងហើយចុះកន្លែងដូចគេទុកចោលហើយកលេចមកមើលក្នុងបន្ទប់ក្នុងអីចម្លែកដល់តែពេលក្រោយពីដឹងមកអូយភ័យហ្មងណាតែក៏អាណិតទៅដល់ ជនរងគ្រោះ ជនរងគ្រោះនឹងដែរ បាទ ចាហើយក៏ពួកយើងទៅវត្តទៅអីធ្វើបុណ្យឧទ្ទិស ទៅកសលជូនគាត់ទៅ ជូនគាត់ទៅឲ្យគាត់ទៅដល់ឋានសុគតិភពកុំឲ្យវល់ហើយក៏ចង់ឲ្យម្ចាស់ផ្ទះសំណាក់ហ្នឹងគាត់ដំណើរការល្អឡើងវិញដែរអញ្ចឹងណា ព្រោះសិតតែជនរងគ្រោះទាំងអស់គ្នាយើងក៏ជនរងគ្រោះម្ចាស់ទស្សនៈក៏ជនរងគ្រោះជនរងគ្រោះដែលបានបាត់បង់ជីវិតក៏ជនរងគ្រោះ ចាអាណិតគាត់ចាពីនោះមកដល់ឥឡូវហ្នឹងអារម្មណ៍យើងនៅតែដិតថ្មីដែរ នៅចង់ចាំឡើយបាទអូខេនេះគឺជាសាច់រឿងទី5អ្នកនរគ្នាអាចស្មានបានអត់ឬក៏អ្នកនរគ្នាធ្លាប់ប៉ះទៅគេចំអតែនឹងមួយដែរពាក្យច្រើនខ្ញុំធ្លាប់ឮគេនិយាយច្រើនរឿងអតែនៅកំពង់ចាមហ្នឹងគឺយើងមិនមែនតែមកអតែលើរឿងញឹក ចា តែប្រហែលជន់ហើយ ចា បាទចូលព្រៃរឿងអីខ្វះអស់ដុតបង ចាការពិតទៅរឿងអស់ហ្នឹងវាមិនមែនតែនៅក្នុងខេត្តហ្នឹងទេនៅខេត្តណាក៏ដោយឲ្យតែថាផ្ទះសំណាក់ឬអូតែលក្មួយបងហ្នឹងគឺជាប់ជាក់ស្ដែងហ្មងគាត់ឃើញក្មួយប្រុសបងដែលមានកូនប្រុសហ្នឹង បាទ ឃើញនេះឈរមកទ្វារចេះចង្អុលថាអត់ទេអត់លេងទេអចឹងណា បាទ ចាហើយដល់ពេលគាត់សង្ស័យហេតុអីបានជាអញ្ចឹងទៅសួរអ្នកដែលគេគាត់អាយ៉ែឡានអាយ៉ែអី បាទ បងអើយមានបញ្ហាចេះចុះតែគេអត់ហ៊ាននិយាយ ចំទេប្រាប់ ហើយចាកាលគាត់នៅលាវអញ្ចឹងគាត់នៅលាវពីអ្នកប្តីប្រពន្ធទៅដើរលេងនៅខេត្តមួយហ្នឹងក៏ជួបបញ្ហាអីសង្ស័យនឹងដែរប៉ុន្តែគាត់អត់ដឹងថារឿងអីទេស្រាប់ដល់ពេលគាត់មិនអស់ចិត្តគាត់ចាំបានថាចាស់ថាបើមានបញ្ហាឲ្យអើតមើលក្រុមខែណា បាទ អើតទៅឃើញកំប៉ុងធូបនៅហ្នឹង អឺ អញ្ចឹងបានគាត់ថាពេលដែលគាត់ជួលហ្នឹងវាចំពេលឱកាសបុណ្យទានវាអស់អូតែលតែនៅអូតែលមួយបងឯងយកអត់ នៅបន្ទប់មួយ ចានៅបន្ទប់មួយបងឯងយកអត់បន្ទប់មួយគេងគ្រាន់ដែរទៅយកទៅដើម្បីនេះចាំស្អែកយកទៀតគាត់គ្នាគាត់ បាទ 3-4នាក់ហើយណាមួយគាត់ភេទខុសគ្នាគាត់ចង់ថាបើមាន2ទៅគាត់ខាងប្រុសទៅប្រុសស្រីទៅស្រី បាទបងបាទ អញ្ចឹងចូលគ្នាសិនណាប៉ុន្តែគេអត់លក់ទេមកយប់ហ្នឹងគេអត់លក់អញ្ចឹងគាត់ក៏ទេទៅសួរម្ចាស់អូតែលហ្នឹងថាមានកន្លែងដូរអត់ថាអាហ្នឹងជំរឿសចុងក្រោយដល់ពេលគាត់អើទៅឃើញជើងធូបបានគាត់
ថាអាហ្នឹងគេហៅកតុបសែន បន្ទប់ផ្សាយនៅតែខ្ញុំធ្លាប់លើគេនិយាយដែរថាទុកមកបន្ទប់ចោលបាទ ចាហ្នឹងហើយគឺកតុបហ្នឹងឯងអញ្ចឹងបានពេលដែលកូនគាត់ឃើញមនុស្សទៅឈរលើវ៉ាតណេតថាប៉ាដេឌីនោះហ្នឹងបានគាត់ថាអូទៀតហើយអញ្ចឹងបានគាត់ថានេះជានិស័យគាត់ដែលត្រូវតែជួបអញ្ចឹងណា បាទ ចប់រឿងហ្នឹង តែយើងទៅចប់រឿងទី5យើងចូលដល់សាច់រឿងទី6ប៉ុន្តែខ្ញុំគិតថាយើងអាចនិយាយត្រឹមទី6បងណា ចា ដោយសារយើងចូល1ម៉ោងជាងហើយ1ម៉ោងក្រាស់ទៀត រឿងវា ចឹងហ្នឹងហើយចឹងកុំបារម្ភសាច់រឿងរបស់គាត់យើងអត់ទុកចោលទេយើងអាចនឹងមាន show ក្រោយឬក៏ជា season ក្រោយអីចឹងណាបង ហៅគ្នាមកអង្គុយព្រឺគាត់ ដោយសារបងមានសាច់រឿងច្រើនចឹងគ្នាយើងគាត់អត់ដែលបានស្ដាប់ពីសាច់រឿងពីខាងបងដោយសារបងអត់សូវបានចែកម្លែកជាមួយនឹងរឿងរបៀបអញ្ចឹងណា ចា បាទតោះជើញចូលសាច់រឿងទី6ហ្មង ចាសាច់រឿងទី6នេះមិនទៅកើតទេកើតជាង10ឆ្នាំមុនប៉ុន្តែធ្លាប់តែបានដឹងមកប្រហែលឆ្នាំក្រោយនេះវិញដែលសរុបទៅថាអូតាមពិតពេលហ្នឹងយើងជួបតែយើងអត់ដឹងខ្លួនថាជួបរឿងហ្នឹងវាកើតជាង10ឆ្នាំមុនពេលដែលបងនៅជុំគ្នាគ្រួសារមុន បាទ នៅក្នុងផ្ទះចាស់តែផ្ទះចាស់មិនមែនមានចាស់ត្រុតត្រោមទេជាផ្ទះចាស់ដែលបងធ្លាប់នៅជួយគ្នាតែមកដឹងពិតនៅប្រហែលឆ្នាំមុននេះ បាទ ថាអូកាលហ្នឹងវាមានរឿងមែនតែយើងអត់ចាប់អារម្មណ៍ បាទ វាអញ្ចឹងរឿងបងវាចម្លែក លើវាមិនទៅបង ចាទី1ចេះបងទៅកម្មវិធីការគេនៅឯណាទេជួបអ្នកដែលគាត់រៀបចំរំដាប់ថ្វាយសែនក្រុងពលីឡើងផ្ទះហ្នឹងណាបងហ្នឹងហើយគាត់និយាយរឿងហ្នឹងហើយវាដូចគ្នានឹងរឿងបងប្រុសបងតែគាត់ជួបអញ្ចឹងមិនបងជឿហ្នឹងណាចារឿងហ្នឹងវាចេះរឿងហ្នឹងគឺកាលពីជាង10ឆ្នាំមុនដែលបងមិនទាន់ការណាបងជួបនឹងអតីតស្វាមីបងហ្នឹងមុននឹងយើងរៀបការហ្នឹងគាត់មានផ្ទះដែលគាត់សង់ទុកចោលមួយគាត់សង់អត់ទាន់បានបញ្ចប់ទេទៅបាន 30-40% ហ្នឹងអញ្ចឹងក៏គាត់បិទលបងសិនហើយផ្ទះហ្នឹងទុកចោលប្រហែលជាមួយឆ្នាំ2ឆ្នាំបានជួបបងនេះ បាទ ហើយដល់ពេលនាំបងទៅមើលបងថាគេមិនអោយសង់ផ្ទះទុកចោលទេសង់ឲ្យហើយ បាទ ហើយក៏ត្រូវតែនៅមិនត្រូវបិទទ្វារទុកចោលទៀតហើយនេះគាត់ទុកចោលឡើងដុសព្រៃសឹងស្មើផ្ទះលុបបាត់ស្អីការ៉ូអីឥតអីណាអីអស់ហើយអញ្ចឹងទៅក៏ចាប់ផ្ដើមខ្ញុំលក់ផ្ទះចាស់ណាលក់ផ្ទះផ្ទាល់ខ្លួនដែលបងមានតាំងពីនៅលីវហ្នឹង បាទ ពេលរៀបការហើយហ្នឹងលក់ផ្ទះហ្នឹងមកសង់ផ្ទះហ្នឹងបងហើយតែម្ដងចាឲ្យហើយទាំងគ្រឿងសង្ហារឹមទាំងអីទាំងអស់ លើពីដើមឡើងមកវិញ ចា បាទ ហើយចាប់ផ្ដើមយើងរើសថ្ងៃយកពលាដើម្បីឡើងគេហដ្ឋានណាចាថ្ងៃដែលរៀបចំពិធីធ្វើនេះហ្នឹងបងអញ្ជើញគេហៅថាពិធីការរៀបចំពិធីផ្សេងៗណាមានរៀបផ្លែឈើផ្កាភ្ញីថ្វាយប្រគេនលោកអីហ្នឹងហើយនឹងធ្វើពិធីហោហែធម្មតាប៉ុន្តែបងអត់ដឹងថាមានរឿងអីទេបងមានអត់ដែលដឹងមានរឿងអីទេគ្រាន់តែថាពេលដែលបងនៅផ្ទះហ្នឹងវាអត់មានសេចក្តីសុខអីបងផ្ទះហ្នឹងបើនិយាយមែនតែនទៅវាសង់ខុសក្បួនហុងស៊ុយក៏ថាបានយើងចិនដែរណា បាទ ហើយណាមួយមិនមែនបងជាអ្នកគូប្លង់ឯងគឺគាត់គិតអ្នកគូចូលទៅបងឃើញផ្ទះហ្នឹងវាមានបញ្ហាបាត់ហើយចដើណាបុកចំផ្លូវទ្វារធំ បាទ ចាអាហ្នឹងមានបញ្ហាគេហៅអុបទ្រុបអីវាងាយចូលចាអមនុស្សអីហ្នឹងវាងាយ វាច្រើនផ្លូវអីចឹងទៅបាទ ទីមួយទៀតផ្ទះគាត់សង់ទុកចោលអញ្ចឹងផ្ទះដែលទុកចោលចាស់អត់ឲ្យយើងនេះទេបើថាចង់រងថ្ងៃឡើងតតយើងធ្វើពិធីខ្លាំងណាស់ដោយសារផ្ទះទុកចោលគឺមានគេនៅជំនួសហើយ ហ្នឹងហើយ ចា ដូចធ្វើឲ្យគេនៅចឹង ចាហើយទុកចោលមិនមែនទុកថានេះទៀតសង់បានអត់ទាន់ពាក់កណ្ដាលទៀតវានៅពាក់កណ្ដាលទីណាចាអត់ដល់ពាក់កណ្ដាលទេ 30-40% ដល់ទៅពេលអញ្ចឹងទៅវាមានស្អីផ្សេងមកនៅណាហើយយើងអត់ដឹងហើយដល់យើងក្មេងៗដែរបងក្មេងដែរបងអត់សូវដឹងអាហ្នឹងបងធ្វើពិធីហ្នឹងក៏អត់បានរឹសថ្ងៃដែរយកតែថ្ងៃណាទំនេរដែរធ្វើត្មងទៅ បាទ ចាអត់បានមើលពលាធំទៅដល់ថ្ងៃធ្វើហ្នឹងអ្នកដែលរៀបចំឲ្យវ៉ាន់ឲ្យយើងហ្នឹងគេឃើញតែគេអត់បានហ៊ានប្រាប់យើងទេ ចុះបើផ្ទះយើងថ្មីថ្មងគេមិនហ៊ានប្រាប់វាអកុសល អកុសលខ្លាចយើងនោះប៉ះពាល់យើងអារម្មណ៍យើង បាទបាទ ហើយបងប្រុសបងហ្នឹងក៏ឃើញទៀតតែក៏អត់ហ៊ានដូចគ្នាអត់ហ៊ានប្រាប់ដូចគ្នាប៉ុន្តែពេលដែលបងនៅបងអូនដឹងអត់បងមានរឿងលកម្មកោសច្រើនរហូតដល់បាក់បែកគ្នាអញ្ចឹងទៅថ្ងៃមួយបងមកធ្វើការនៅកម្មវិធីការគេហ្នឹងជួបម្នាក់ដែលគាត់រៀបចំអីវ៉ាន់ឲ្យបងហ្នឹង ពិធីការពិធីការ ហ្នឹងគាត់ថាតាមពិតគាត់ឃើញពេលហ្នឹងគាត់ឃើញតែគាត់ដឹងថាมันអាចសុខសប្បាយទេតែគាត់អត់អាចនិយាយកុំឲ្យថាគាត់នាំភាសាអពមង្គលឲ្យណា បាទបាទ ចាថាឃើញមិន
ឃើញអាមនុស្សហ្មងអត់មានជើងទេហើយមិនមែនជាខ្មោចដូចប្រែតចឹង ឃើញរបៀប ខ្មៅដូចមនុស្សប្រឡាក់ផេះហ្នឹងមិនមែនខ្មៅស្កិលទេគឺខ្មៅប្រផេះអត់សក់ទេតងោលហើយភ្នែកអត់មានគ្រាប់ភ្នែកសមានតែគ្រាប់ភ្នែក ខ្មៅមកលួងកលួងដាក់គាត់សម្លក់គាត់ពេលគាត់លើកតង្វាយយកទៅដាក់នៅជំនាងផ្ទះដាក់នៅកន្លែងកុងម៉ាមិនក្នុងផ្ទះគាត់ដាក់គ្រប់កន្លែងហ្នឹងកលេចមើលមួយច្វាច់ហ្នឹងក្បែរចដាលហ្នឹងថាគាត់អូយអស់ព្រលឹងលេងគាត់ចេញមកក្រៅសឹងអត់តន់ណាហើយក្រុមការងារគាត់ឃើញទាំងអស់តែអត់មានអ្នកហ៊ាននិយាយទេអញ្ចឹងបានខ្ញុំចេះឆ្ងល់អញ្ចឹងបានការហ្នឹងគ្រាន់តែចាប់ឲ្យលុយមិនទាន់ទេរើអីវ៉ាន់ទៅអស់ហើយអត់មានអ្នកហ៊ានមកយកអីវ៉ាន់ដែលដូចជាជើងពៀន ខ្វះខាតផ្លិចអីចឹង ចាដូចថាធម្មតាពិធីចប់មែនតែកន្លែងខ្លះយើងអាចដកតន់តបានទេហ្នឹងហើយនៅអស់ធូបសិនឬក៏ចាប់ពិធីសិនជើងពៀនអីសុំថាបើសិននេះទេឲ្យអង្គរៈតកងឡានជួយយកទៅនេះទៅតម្លាក់ឲ្យគាត់យកតពីហ្នឹងទៅអញ្ចឹងបានអញ្ចឹងហើយយើងអត់ដឹងទេចាដល់ទៅពេលហើយខ្ញុំឮពីគាត់ហើយនិយាយអញ្ចឹងហើយអូអញ្ចឹងបើប្រាប់ទៅខ្ញុំបានរកវិធីការពារអីចឹងណា អញ្ចឹងដល់ពេលបងបានជួបជាមួយបងគាត់រៀបពិធីការហ្នឹងហើយអស់ហើយបានចាប់ដើមដឹងថាពេលហ្នឹងអាចមកពីអញ្ចឹងមែនអីចឹងទៅចុះពេលដែលបងថាបងប្រុសបងអីបងប្រុសបងដែលបានជួបដែរគាត់ជួបរបៀបមិនវិញ ជួបចេះពេលដែលបងជួបនឹងអ្នកពិធីការនឹងហើយបងក៏ឡើងឡានបងប្រុសគាត់បើកឡានឲ្យបងកាលហ្នឹងណាបងឡើងឡានមកក៏និយាយថាអូបងខ្ញុំជួបអ្នកដែលមកជួយរៀបចំអីវ៉ាន់ឡើងផ្ទះខ្ញុំកាលពីជិត10ឆ្នាំមុនតាបាទអញ្ចឹងណាបាទហើយគាត់និយាយចេះគាត់ថាគាត់ឃើញថ្ងៃឡើងផ្ទះគាត់ឃើញច្បាស់ភ្នែកហ្មងហើយមិនមែនមួយទេច្រើនណាឃើញអីគេឃើញអាមនុស្សហ្នឹងតែមិនមែនខ្មោចទេដូចប្រែតអញ្ចឹងដូចគ្នាហាបងជួបដែរបងជួបច្រើនជាងហ្នឹងផងជួបនៅណានឹងចដើហ្នឹងហ្មងពេលហ្នឹងដូចជាគាត់ទៅកលមិនអ្នកនេះពឹងគាត់ថាបងប្រុសអត់ឃើញបងហ៎បាទអញ្ចឹងពឹងគាត់ឲ្យចូលផ្ទះទៅយកអីណាបងប្រុសគាត់ថាគ្រាន់តែបើកទ្វារឃ្វាំងពេញព្រាតនៅលើចដើគួយនៅចដើពេញព្រាតមានក្មេងមានចាស់ប្រុសស្រីប៉ុន្តែសិតតែតងោលទាំងអស់ហើយអត់មានជើងទេដូចគ្នានោះក៏ភ្ញាក់ដែរបងប្រុសខ្ញុំថាគាត់ក៏ភ្ញាក់គេនោះក៏ភ្ញាក់ហ្នឹងកលេចមកអញ្ចឹងទាំងអស់គ្នាអញ្ចឹងខ្វាច់មកមុខខឹងហ្មងណាហើយភ្នែកអត់មានគ្រាប់សទេមានតែគ្រាប់ខ្មៅសម្លក់មកគាត់ហើយគាត់នៅគាត់មើលរៀងយូរទៅគេបែរខ្នងហត់ឡើងលើអត់មានសម្រាប់អីបន្តិចហត់ឡើងលើហ្មងហត់ឡើងលើផ្ទះអត់បាត់ខ្យល់មិនជាអត់លាយអត់ទេគឺរត់ទៅដោយដដែលទៅហ្មងអត់ជើងអត់អីរបៀបទៅព្រូឡើងអញ្ចឹងដូចឃើញឡើងតែគ្មានជើងទេបងប្រុសបងគាត់ថាអូគាត់ឡើងសឹងតែលឿងឡើងឈាមណាបាទគាត់បែរខ្នងរត់បដ ாய் រត់មកក្រៅអើយអត់ជយោទេអញ្ចឹងណាហើយគាត់មនុស្សគាត់ក្លាហានតាំងពីក្មេងគាត់ដែរខ្លាចទេតែគាត់មានប្រាប់តែគេអីចឹងអត់ហ៊ានប្រាប់ចាអ្វីដែលគាត់ភ្ញាក់អ្វីដែលគាត់ស្រើតហ្នឹងដោយសារភ្ញាក់ចុះធម្មតាទេអ្នកមិនខ្លាចក៏ដោយតែឃើញច្បាស់ពេកភ្ញាក់អត់ខ្លាចក៏ភ្ញាក់ដែរបាទប៉ុន្តែប្រហែលស្មើណាបងបានសួរគាត់ទៅពេលហ្នឹងព្រឹងចាប្រហែលជាម៉ោង9ម៉ោង10ព្រោះយើងសែនក្រុងពលីម៉ោង2ហ៎អញ្ចឹងរៀបចំហ្នឹងម៉ោង10ហ្នឹងឯងដើម្បីរៀបចំបញ្ញាប់ដល់សែនក្រុងពលីបាទចុះបងអត់នេះទេចាដល់ពេលបងអត់ដែរបានជួបអីផ្ទាល់ខ្លួនឯងមកជួបដែរជួបតែបងអត់ហ៊ានប្រាប់គេដែលខ្លាចចេះធម្មតាផ្ទះយើងនិយាយខ្លាចគេខ្លាចចាក្រោយពីនឹងមកខ្ញុំដឹងថាបងជួបអញ្ចឹងរឿងគាត់និយាយហ្នឹងពិតតែយើងមិនអាចថាគេនិយាយបកាច់បកទេបាទអញ្ចឹងបងប្រុសបងក៏ឃើញច្រើនជាងហ្នឹងទៀតជួនកាលក្នុងកតុបទឹកអត់មានមនុស្សទេតែគាត់ខំឈរចាំយូរម៉ែគ្រាន់ចេញម៉ែបើកទ្វារមកអត់មានអីផងតែមុនហ្នឹងគឺដូចជាមានមនុស្សដើរចូលហើយគាត់ខំឈរចាំហើយកន្លែងបរិវេណដែលកើតហ្នឹងគឺតែម្ដុំហ្នឹងឯងខាងក្រៅកន្លែងផ្សេងអត់ទេម្ដុំចដើហ្នឹងចដើចាក្រុមចដើហ្នឹងមានបន្ទប់ទឹកអត់មានទេចដើហ្នឹងវានៅកណ្ដាលផ្ទះពេកប្លង់ហ្នឹងគាត់ធ្វើមកអត់ត្រូវទេចដើធម្មតាគេមិនឲ្យបុកចំទ្វារចូលទេគាត់នេះវាសឹងតែចំហ្មងទី1ទី2ជំនាញផ្ទះលោកអត់មានកន្លែងផ្អែកសោះព្រោះបើដាក់ផ្អែកដល់អញ្ចឹងក្រុមចដើបាទអញ្ចឹងយើងអាចដាក់នៅដល់អញ្ចឹងទេធ្វើអញ្ចឹងសព្វនិមិត្តមួយសម្រាប់ទុកជំនាញផ្ទះទុកជំនាញផ្ទះអញ្ចឹងវាខុសហងស៊ុយបាត់ទេបាទវាគ្មានទីតាំងណាដែលត្រឹមត្រូវទេដល់ទៅពេលខាងឆ្វេងដៃបងនេះ
ban này ta chỉ đào bị lơ mà trong màn trẻ បាទ cái tục khang khổm nâng chứ cái tục đã tục từ tua nè mà đai khmei cọt mà sầm rán không cái tục nâng cứ riêng rồi chỉ riêng rồi ngày mà ngay thử sầm ăn mà đong ở đây tục chào lệ ngày muối bong chuột bong riêng tranh từ khẻ chứ muối nâng của xa bong tới đôi chân ngày sầm rán đấy rồi nhầm cái tiêu nhầm ấy đó mong pơm bấy nữa trong máu nó đặt luôn anh phải nhập phong ấy phong nó có xua mình mê nhá mong phải buồn buồn năng là cái nơi nông tét lá chanh nhá tiệt nhom chanh nhá nhom chả sao bố dương miên tét thông với tét tụi môi trắng tét tụi nó là khang nè đã còn nơi sầm đây nơi bà nơi tét môi tiệt bà buồn năng là cái nơi chanh nhá và khi chanh tiệt nhom bật vì ai bà hai bên nắng nhom cho cái lạiจะด่านั่งให้นั่งแกล้งกองมาแกล้งจะเนียงนั่งอะแต่บองใหญ่ท่าข้างเฟนได้บองนั่งเมียนกระตุกนั่งมือแต่ตรังมือเจ๊ในจึงจำเฮียงเคยนี่นะข้างเฟนเนาะtrongตัวในจึงเป้แต่บองใหญ่ไปด่าเตียนถูกยมมาสมศกสบายกองมาไปด่านั่งในบองเคยจุบ้านนะบองกระเลยปั้นนี่เตียบองกระเลยเป็นนักเคยกันอะจะบ้าเคยเหมือนเนี่ยชั่วโมงเรื่อนก่อนเลยกระปุกระเบียบท่าเธอกาปะหอยนั่งนั่งย่อมก็เสร็จว่าเรื่องนึงลงนั่งไงลือชลายจะบ้าจ้าhai nữa chết đây tay mình chụp ba trái hay còn ha chết đây rồi với bạn đang đã quát chlai dương hai dương cái tham hai giờ quát chlai pi chồng ngải khung cái tục tực cuộc khung tục nâng miên cái tục tực á hai quát chlai dương pi chồng ngải chẳng bạn lư là với cha chết hai nữa chết đây chẳng trong phải nhập á chẳng nhầm tranh lỡ nhầm bật việc hai pe nhung khơi nhưng cứ quát sliệt khao po cả hom chim chụp ai t-shirt po cả chụp chụp ba hỏi chơiไอ้คืนก็ดาวเติมเมาอ่ะกัดกระไรครั้งนุ๊กแขครั้งนี้ตัวสมับมือจังดาวเติมเมาเลยเบียบจูดจูดไอ้พ่องไอ้บองนั่งอดถูกหายนั่งบองยศตัวดาวกระไรเรียนเตะบัดอาปู่อดมีเนี่ยในเตะบอลดาวในขนมเตะจ้าดาวท้ายบองโชว์จำกอดดำใบบัตรวีนั่งไงโชว์จำยูเตอร์จวนนี้ยูไหมไอ้หายเหลือไอ้เหมือนเนี่ยหายน่าจะหายก็โชว์ตะกูมอสเรือนhai nấy nè bông bạch nhám sừng ngặt thì có đau chân nhé đau chân ná bạch đau chân như khơi nhé phụ thuyền này nâng chaจะđau để bông vậy nó bị bóc trong thuyền nó ắt ngay vậy mơ ắt bên chân lỏng này nhưng ta hễ bạch chân khơi nhé cái lúa nó tục tực đắng có đau bằng hua tục tực ổn bao tư ở sả lát cha ngặt ở chìa miền à ram thắt tật chẹt srem mà tật chẹt srem cha tật chẹt srem mong luôn ấy tật chẹt sremให้บอได้ไม่รำดังไงแต่เจ้าให้ผูกปากขยะให้จำจ่าอย่างนี้ถ้าการนั้นยังไม่รำแบบนั้นคือมีอะไรในจิตนั้นบอกสู้ใจมองไปมองอันใหญ่เจอในสู้ใจมาแล้วสู้คนไหนมันยมเคยจะมาฮะนะกึศมาลองเตี้ยท่ายมเคยไอ้หมดนึงยมเคยก็เสียข้าวคอมไอ้ป๊อปกาชุกทีเชิ้ตไอ้ยืดจ้ะจังจำให้กอดเมาบอกกอดเสียหนังแมนโอเคยมจะลองคนไหนนั่งไงเอาเตออนซัวเสร็จnơi nè ăn khơi như sao môi nâng miên nơi nặng nè nó bị tập bao ti thia một tẹt khẻo là bong này nè nó du hời cha hay nhung xua tự công lên pu nè sườn nó bong bao hả nhá hai một tịch đó cha anh bao nâng khẻo nâng du nữa bao du vậy chốc nông te nhung hiệp hai tăng phật có lịch kịch mưa ai sự rong ai kêu nè coiอัดเมียนโดยเฉลี่ยแปลงเมียนโดยอย่าไว้ได้ยมเคยมุนนั่งอันนั้นได้ยมเชื่อท่านยมมือนั่งอัดจะล้อมให้มุนนั่งคือจับบ้านนะจับบ้านทำเหมือนแมนให้ยังดังบุกโกลนาเตี้ยสำคัญยังดังหักกอดเตี้ยจ้าพื้นคล้วนขี้เนี่ยเจ้าก็คือไทยอัดเฮียนเยอะใครก็คลาดบรรทัดอัดเมียนน่ะเฮียนเนื้อนะเนื้อมาดองมาไงปีไงยังตังมาสู้ไอ้มาสู้ท่าโกนขยมไปเนื้อเฮียนไปจังแต่เฮียนวิ่งนะจังหัดพอแล้วนะเกนเกจ่าเมียนไล่แกเพียนแผลบยังทองได้ป่ะไอ้เนื้อhai bị khai chẳng tới sông đô chẳng á hay bị chơi miền Bắc ha ấy cam câu phong nè nhom có bây giờ làm tha không ai kia đăng quả là đăng tha không te dương đi ta ban này chẳng còn mình hiên kho hay còn mình hiên vậy cái lưới tái cái đăng cục cái này cái đăng cái khai cái hiên vậy á sao cái mình chẳng thử ai làm gìแต่เยอะงมเฮียนใหญ่คล้ายคล้ายตามเป็นโอเคบองโอเคนางเอาคนนี้นี่คือเจอสัตว์เหืองตีประมวยบอกกอดให้นางเอาเนี่ยโยนไม่ได้จำพวกเหืองไก่ยืงฟื้นเตะสร้างสังเตะให้เอาตอนรู้ตกเช้าให้มือเตี้ย
រួចហើយតែនៅទុកចោលតើវាជួបបញ្ហាខ្លះវាមានច្រើនដែរប៉ុន្តែសាច់រឿងនេះដូចជាអត់ទាន់មានភ្ញៀវកិត្តិយសយើងណាមួយលើកយកមកនិយាយដំបងបាទរឿងផ្ទះដែលធ្វើឲ្យទុកចោលបាទអញ្ចឹងវាអាចមានរឿងអីលើសពីហ្នឹងទៀតប៉ុន្តែខ្ញុំអត់ដែលបានស្ដាប់ច្រើនទេរឿងហ្នឹងវាគេដឹងឮតិចចាបាទប៉ុន្តែមែនតែនចាស់ជាពិសេសអ្នកកាន់ក្បួនរឿងផ្ទះរឿងសម្បែងហើយនឹងក្បួន3ជំនឿហុកស៊ុយអីហ្នឹងគឺគាត់ដឹងណាផ្ទះបើធ្វើត្រូវតែនៅហើយហាមនៅបដាធ្វើបដាមានបញ្ហាច្រើនណាស់ហាមយ៉ាងទៀតចាកុំឲ្យធ្វើឧបមាថាយើងឃើញផ្ទះល្វែងនឹងលក់មកល្វែងអញ្ចឹងណាគេបដោះដៃទុកឲ្យយើងធ្វើបើបដោះដៃទុកឲ្យធ្វើគឺយើងធ្វើឲ្យហើយចាំចូលនៅតែកាលណាយើងនៅបដាចាំរកលុយបានធ្វើបដាអត់បានទេណាចឹងទៀតខុសក្បួនចាសុកចិត្តរើចេញឲ្យគេធ្វើបានចាកុំឲ្យសោះប៉ះពាល់ច្រើនចានេះអត់ដែលបានដឹងអបិយជំនឿពេលខ្លះយើងក៏គួរតែគោរពដែរមិនមែនថាសិតតែរឿងបោកប្រាស់អីទេបទពិសោធន៍វាមានមែនបាទបងបាទពីកម្មវិធីរបស់យើងអ្នកនរគ្នាដឹងហើយកម្មវិធីរបស់យើងអត់ជំរុញឲ្យអ្នកទាំងអស់គ្នាជឿ 100% លើរឿងភ្ញៀវកិត្តិយសយើងដែលបានចូលរួមក្នុងកម្មវិធីយើងទេអ្នកនរគ្នាស្ដាប់គ្រាន់តែទុកជាការកំសាន្តហើយស្ដាប់ឲ្យពិចារណាទៅបងប្អូនណាចង់ជឿក៏បានមិនជឿក៏បានមិនជាបញ្ហាសំខាន់គោលបំណងរបស់យើងធ្វើកម្មវិធីនេះឡើយគ្រាន់តែកំសាន្តបែបរន្ធត់តែប៉ុណ្ណឹងបាទមេត្តានេះគឺបង្កើតនៅការយល់ដឹងមួយផ្នែកដែរបាទនិយាយមែនតែនតាក់ទងនៅអបិយជំនឿគឺយើងសិតតែជាអ្នកអុជធូបមែនទេបាទបើសិនជាយើងមិនអុជធូបយើងមិនជឿនឹងសមប៉ុន្តែបើយើងអុជធូបគួរតែជឿហើយព្រោះយើងគិតមើលយើងជឿគ្រាន់តិចច្រើនបាទយើងអុជធូបបានន័យថាយើងបន់ហើយសួរថាមានអីដែលយើងឃើញត្រូវបន់ទេអត់មានដូចគ្នាហ្នឹងអញ្ចឹងបានន័យយើងក៏មានអបិយជំនឿក្នុងចិត្តដែរប៉ុន្តែគ្រាន់ថាសុំឲ្យជឿនៅលើហេតុផលដូចបងហ្នឹងមិនងាយជឿបងមានហេតុផលច្រើនជាងទៅមានហេតុផលបានជឿបើអត់ហេតុផលក៏bạnនឹងជឿដែរតាមហេតុផលដែលជួបខ្លួនឯងអញ្ចឹងណាបាទដូចជាហៅគេហើយគេឆ្លើយគេអីអញ្ចឹងស្រាប់អត់ឃើញហើយដល់ពេលមកឃើញក្នុងសម្លៀកពាក់ផ្សេងយើងយល់ថាវាមានមែនអូខេបងអញ្ចឹងកម្មវិធីតុកភ្លឺ background របស់យើងបើសិនជាអត់មាន smart នៅពីក្រោយទេក៏កម្មវិធីយើងអត់អាចមាន season 4ដែរអញ្ចឹង complete ចូលទៅ subscribe ក៏ដូចជា like page របស់ Smart Asita ម្នាក់មួយផងបងជាចុងក្រោយមានអីផ្ដាំផ្ញើទៅបងប្អូនយើងហើយបងជាដំបូងបងសូមអរគុណបងអូនអធិការដែលជាអ្នកគ្រប់គ្រងកម្មវិធីពិធីករដ៏រស់រាយមានប្រជាប្រិយស្អាតផងបងស្អាតចាស្អាតមកសួរតាំងដំបូងស្អាតអត់ណាចាបងនិយាយថាស្អាតសង្ហាហើយអរគុណដល់កម្មវិធីតុកភ្លឺ background ងងឹតដែលមាន Smart Asita ជាអ្នកឧបត្ថម្ភធំអរគុណដល់បងប្អូនទស្សនិកជនពុកម៉ែមីងមាននិង fan ទាំងអស់ដែលបានចូលរួមទស្សនានៅពេលនេះប៉ុន្តែនាងខ្ញុំសូមអធិស្ឋានអភ័យទោសបើសិនការនិយាយស្ដីរបស់នាងខ្ញុំមានការលើសលួសខ្វះខាតយ៉ាងណាចាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាបន្តការគាំទ្រដល់កម្មវិធីរហូតហើយនឹងក៏ដូចជាគាំទ្រដល់តារាកិត្តិយសទាំងអស់ផងដែរអរគុណច្រើនអរគុណច្រើនបងអរគុណច្រើនបាទអរគុណបងដែលបានផ្ដល់កិត្តិយសចូលរួមមួយកម្មវិធីខ្ញុំអរគុណដល់ក្រុមការងារទាំងអស់ណាអរគុណដល់បងប្អូនដែលលះបង់កម្លាំងកាយចិត្តមកធ្វើការងារឬសូមថាថតដល់ម៉ោង4ព្រឹកក៏មានដែរ8ព្រឹកក៏មានដែរបងថតដល់ភ្លឺវិញអូចាសូមសរសើរអញ្ចឹងអរគុណណាចូលរួមទាំងអស់គ្នាបាទអរគុណ